បាទសូមជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់តាមដានទូរទស្សន៍មនស្សការខ្មែរអមតៈជាទីគោរពរាប់អានវិលមកជួបគ្នាសាជាថ្មីម្ដងទៀតបងប្អូនក្នុងព្រឹកត្រីនេះថ្ងៃទី16ត្រូវជាថ្ងៃនៅសហរដ្ឋអាមេរិកទិសខាងកើតបងប្អូនថ្ងៃនេះបងប្អូនខ្ញុំភ្លេចទៅណាមើលសិនថ្ងៃអង្គារបាទបងប្អូនថ្ងៃអង្គារបាទថ្ងៃអង្គារត្រូវជាថ្ងៃពុធទី17នៅប្រទេសកម្ពុជាហើយមួយទៀតរឿងបញ្ហាសៀមរីបន្លាលួសមកដល់ខេត្តពោធិ៍សាត់ហើយបងប្អូនមកដល់ខេត្តពោធិ៍សាត់ហើយបាទគឺមើលទៅសៀមមើលអត់បានទេយុទ្ធសាស្ត្ររបស់សៀមគឺអុកលុកហ៊ុនសែនវាធ្វើឲ្យហ៊ុនសែនចេញមកទៅបានបាទពីព្រោះឥឡូវពីអ្នកអូកូនហ្នឹងនឹងសងំចូលរូងក្តាមណាបាត់ហើយអត់ឃើញចេញមកទេអត់ចេញមកទេស្ងាត់ឈឹកបងប្អូនឥឡូវប្រជាប្រដ្ឋខ្មែរយើងគឺការពារទឹកដីនៃខ្លួនឯងទេបងប្អូនណាយើងមិនត្រូវការរដ្ឋាភិបាលទេយើងអត់ត្រូវការមេដឹកនាំទេពីព្រោះមេដឹកនាំអត់មានការពារផលប្រយោជន៍ប្រទេសជាតិអត់មានការពារផលប្រយោជន៍បងប្អូនទេគឺបណ្ដោយឲ្យបងប្អូនទៅទប់ទល់ជាមួយនឹងពួកចៅសៀមឈ្លានពានយើងដាក់សំណួរសួរថាតើយើងទទួលយកមេដឹកនាំរបៀបនឹងតទៅទៀតទេបងប្អូនឬមួយក៏យើងត្រូវការផ្លាស់ប្ដូរបាទហើយមុននឹងចាប់ដើមដល់ប្រធានបទយើងថ្ងៃនេះខ្ញុំសូមអានមកបងប្អូនបន្តិចសិនបាទជាទម្លាប់របស់ពួកយើងបានងួនឲ្យមកចានស្រីនាងកែវហើយឡំការីណេធុងដាញ់និកវ៉ៃបងជារិយានកាមេរ៉ាកូនខ្មែរគូសមែនឆាំ Atlantic Street បងនីរីវ៉ាន់ផាំរ៉ាអ៊ីវRain Pan សួស្ដីចេស្តារស់កុងរីណូរមឈូធីបងអៃរំសៀងផ្អាប់ឡាស្រីសៀងនៅប៊ឺនវិសាលីមួងស្លោចិត្តរសាពូសិដ្ឋាឆាងហុនឡុងបងប៉ា NO បងវណ្ណៈសុភាពស្រី Rinda Kim ជំពិសិដ្ឋសួស្ដីចំណុចពិសាយតើអសាញ់ដល់រស់ដល់ពេលណាអសាញ់រត់យូរទេបងប្អូនឥឡូវនឹងវាកំពុងតកកឈាមហើយខ្ញុំបានដំណឹងមកពីខាងក្នុងមកហើយបងប្អូនគេប្រាប់ថាហ៊ុនសែនកំពុងតែឈឺខ្លាំងណាស់ឥឡូវក្រោកពីកាទេលរួយទេហើយអត់ហ៊ានធ្វើដំណើរឆ្លងទៅប្រទេសណាទេគឺគេជួលគ្រូពេទ្យមកពីសិង្ហបុរីដើម្បីព្យាបាលខ្លួនគេហើយហ៊ុនសែនគឺឈឺធ្ងន់ណាស់ពេលហ៊ុនសែនឈឺធ្ងន់ចឹងទៅគឺឡើងតាមជាងข่าวវាអត់មានយុទ្ធសាស្ត្រអីទប់ទល់ជាមួយថៃទេអត់មានយុទ្ធសាស្ត្រទប់ទល់ជាមួយថៃទេឥឡូវបណ្ដោយឲ្យថៃធ្វើអ្វីតាមចិត្តថៃធ្វើអ្វីបានទាំងអស់ប្រជាជនខ្មែរយើងបងប្អូនប្រជាជនពលរដ្ឋយើងដែលនៅតាមព្រំដែនទេគឺការពារទឹកដីបងប្អូនកុំសង្ឃឹមលើប្រជាជនលើមេដឹកនាំនឹងតទៅទៀតបាទនឹងហើយអ្វីដែលខ្ញុំបងប្អូនខ្លួនទីពឹងខ្លួនចាប់ពីថ្ងៃនេះតទៅបាទយើងកុំសង្ឃឹមលើមេដឹកនាំទៀតបងប្អូនត្រូវតាមដានព័ត៌មានឲ្យច្បាស់លាស់ហើយបងប្អូនត្រូវទៅស្រាវជ្រាវមើលតើប្រទេសនេប៉ាល់គេបានឆ្លងផុតពីរបបផ្ដាច់ការហើយបងប្អូនណាគេឆ្លងផុតរបបផ្ដាច់ការហើយគេជ្រើសរើសមេដឹកនាំដែលគេចង់បានដោយខ្លួនគេចំពោះកម្ពុជាយើងតើយើងទ្រាំរស់ដល់ណាទៀតបាទទ្រាំរស់ឲ្យមេដឹកនាំផ្ដាច់ការដឹកនាំប្រទេសឲ្យយើងធ្វើឲ្យដុនដាបឲ្យហិនហោចអស់ហើយអត់មានចេញមកការពារប្រជាប្រដ្ឋយើងទេបណ្ដោយឲ្យប្រជាប្រដ្ឋយើងប្រឈមមុខជាមួយនឹងទាហានសៀមដែលមានកំភ្លើងគ្រប់ដៃប៉ុន្តែដោយសារតែច្បាប់អន្តរជាតិទាហានសៀមវាអត់ហ៊ានធ្វើអីបាទអត់ហ៊ានធ្វើអីយើងគឺគ្រាន់តែយកបណ្ដាលុះមករាយបាត់យកដីផ្ទះបងទៀតហើយបងប្អូនទៀតហើយបាទអូខេជំពិសិដ្ឋស្រីនាងម៉ានងហិលយូHelix Sunrises គ្នាយន្តរកីឡាង Robert Lee ងួនវិត Red Pen សកុនធីរីគួយចាក់សួស្ដីជូកូឡាប់បៃលិនសួស្ដីលោកពូវណ្ណដូវែនសួស្ដីហ៊ុនសែន busy packing his money John Opposite
ដៃចៅអភិវឌ្ឍជ្រាបសួរសូលៀងសាទសុស្ដីច័ន្ទសមាលីដាគុយសុភីបាទសួស្ដីបិសាចបិណ្ឌ10អូបិណ្ឌប្រហែលខ្ញុំអត់ដឹងទេបាទខ្ញុំមិនដឹងទេគឺបិណ្ឌប្រហែលសាសនាខ្មែរយើងខ្ញុំរៀងឆ្ងាយតិចឯងបងប្អូនអត់សូវដឹងទេបាទចាំចាស់ទេចាំរៀនសូត្រមកវិញបាទហើយអរគុណបងប្អូនទាំងគ្នាដែលជួយតាមដានជួយ like ជួយ share ផងដើម្បីឲ្យដឹងដល់តកលហ៊ុនខ្ញុំជឿថាតកលហ៊ុនតាមមើលទូទស្សនវិការយើងរហូតបាទគេចង់ដឹងព័ត៌មានពីព្រោះរបបតកលហ៊ុននេះអស់ក្បាច់ហើយអត់មានអីតបទល់ទេមានតែមើលព័ត៌គេរោអ្នកណាដែលចេះថៃតាមដានព័ត៌មានថៃហើយមួយចំនួនទៀតតាមដានព័ត៌មានតាមអនឡាញដូចជា VOA Cambodia Daily ចឹងទៅបើវិទ្យុទាំង2 3ស្ថាប័នហ្នឹងគឺត្រូវបិទទ្វារហើយម្ល៉េះហើយគេតាមដានទៅមើលក្រុមដូចជា page លោកធានសំស៊ីឬក៏ក្រុមទូទួលអ្នកស្ការយើងចឹងប៉ុណ្្នឹងគេចង់ដឹងបាទគេតាមដានពីព្រោះដំណាក់កាលនេះគឺមធ្យោបាយរបស់តកលហ៊ុនហ្នឹងគឺគាំងស្ញែកធ្វើអីអត់កើតទេបងប្អូនពីមុនគេអាងយួននៅពីក្រោយខ្នងអាងយួនជួយអាងពឹងយុទ្ធសាស្ត្ររបស់យួនដល់ពេលឥឡូវយួនដូចជាឈោនៅស្ងប់ស្ងាត់ឈោនៅស្ងៀមបាទនៅស្ងៀមអត់មានលូកដៃហើយចិនក៏អត់លូកដៃជាមួយគឺហ៊ុនសែននិងអំពីអ្នកឪកូនហ្នឹងគឺស្ងាត់ស្ងៀមមកដែរស្ងាត់ស្ងៀមអត់បញ្ចេញយោបល់និយាយស្អីក៏អត់បានបាទអត់ហ៊ាននិយាយស្អីទាំងអស់អត់ហ៊ានប៉ះពាល់អ្វីទាំងអស់បាទអត់ហ៊ានប៉ះពាល់អ្វីដល់សៀនទៀតទេសួស្ដីស្រីពៅបាទស៊ីថាវិនបង friendly ពូ friendly ច័ន្ទបាទសួស្ដីនឹងមុនចូលដល់ប្រធានបទហ្នឹងបងប្អូនខ្ញុំឃើញសំណេរបង្ហោះក្នុងហ៊ុនសែនបង្ហោះក្នុង Facebook មួយបាទហ៊ុនសែនបង្ហោះមួយទៀតខ្ញុំយកសំណេរនឹងចេញមកដើម្បីមកអានភាសារបស់គ្នាបាទសូតារាបាទជិរិបស៊ូសូតារាមកខាង YouTube ថ្ងៃនេះបងប្អូនខ្ញុំមានផ្សាយក្នុង Facebook ទូទួលអ្នកស្ការហើយក្នុង YouTube ខ្ញុំផ្សាយពីប៉ុស្តិ៍គឺប៉ុស្តិ៍ទូទួលអ្នកស្ការខ្មែរអមតៈហើយនឹងមួយទៀតគឺប៉ុស្តិ៍ម៉ែក្មេងកុនភាសាបាទបងប្អូនណាបាទបងប្អូនបានឃើញជួយ subscriber ផងបាទជួយចុច like subscriber ផងបាទខិតណាតសួស្ដីកាកែអ្នកដែលមកក្រោយបាទបើខ្ញុំអត់បានអានឈ្មោះតែបងប្អូនឥឡូវខ្ញុំលើកយកសំណេររបស់ហ៊ុនសែនមួយដើម្បីមកនិយាយគ្នាតិចបាទមកចូលប្រធានបទនេះបងប្អូនមើលឃើញទេបងប្អូនខ្ញុំដូចជាមើលឃើញបាទឥឡូវចាប់ទេយំគ្លឿនបាទសួស្ដីហ៊ីហេងរូបនៃការពារទឹកដីយើងចំណុចខ្មែរកោនេះខ្វះអ្នកដែលមកក្រោយទៀតបងប្អូនមកជម្រាបសួរខ្ញុំរកអត់ឃើញបងប្អូនចាំអូខេនេះឃើញអូខេដឹងហើយបងប្អូននេះជាសារដែលហ៊ុនសែនទើបបង្ហោះថ្មីនេះបងប្អូនហើយជាម្សិលមួយថ្ងៃឬក៏ម្សិលថ្ងៃមួយទៀតបាទខ្ញុំអត់ឃើញបញ្ជាក់ថ្ងៃទីទេព្រោះអត់ច្បាស់ទេបាទខ្ញុំអានលិខិតរបស់ហ៊ុនសែនបង្ហោះនេះតិចបាទតើមានអត្ថន័យយ៉ាងម៉េចខ្លះដែរបងប្អូនជួយទាំងអស់គ្នាអូខេហ្នឹងប៉ុណ្ណឹងមកបងប្អូនបាទអូគេហ្នឹងបងប្អូនឥឡូវខ្ញុំអានតិចសេរីរូបក៏វាអាកើតដែរបាទខ្ញុំទៅតែឃើញសារព័ត៌មានបានចុះផ្សាយថាឯកឧត្តមថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជា
នឹងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះទោះជាខ្ញុំនិងអាយដាមថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានៅភាពស្អាតស្អំរបស់អាយដាមថាក់ស៊ីនផងដែរបងប្អូនតើមនុស្សហ៊ុនសែននេះជាមនុស្សដែលយើងជឿទុកចិត្តបានទេតើហ៊ុនសែននេះជាមនុស្សថែរក្សាភាពស្អាតស្អំឲ្យគេបានទេជឿទុកចិត្តបានធ្វើថាក់ស៊ីនជឿបានទេបងប្អូនបើគ្រាន់តែយើងនិយាយជាមួយកូនស្រីគេនិយាយរឿងបញ្ហាប្រទេសជាតិរវាងពូនិងក្មួយដែលគេរឿងនេះសម្ងាត់អញ្ចឹងមិនគួរណាឲ្យចុះផ្សាយជាសាធារណៈទេហ៊ុនសែនយកទៅចុះផ្សាយផ្អើលពីពិភពលោកធ្វើឲ្យកូនគេមានបញ្ហាមានរឿងរ៉ាវប៉ះពាល់ដល់ដល់ច្បាប់ដល់ប្រទេសគេធ្វើប្រទេសគេជួលច្បល់ហើយគេបានដកចេញពីតំណែងហើយឥឡូវធ្វើឯងមកនិយាយថាគេចង់រក្សាភាពស្អាតស្អំរបស់ថាក់ស៊ីនបងប្អូនណាពីព្រោះរឿងនេះកើតឡើងមកដោយសារតែកាសែតថៃបានចុះផ្សាយថាហ៊ុនថាក់ស៊ីនមានលុយដាក់ធនាគារនៅប្រទេសកម្ពុជាប៉ុន្តែខ្ញុំជឿថាថាក់ស៊ីនមិនមែនជាមនុស្សលងងខ្លៅទេគឺប្រទេសកម្ពុជាមិនមែនជាប្រទេសដែលកក់ក្ដៅធ្វើឲ្យជនជាតិបរទេសយកលុយមកដាក់នៅប្រទេសកម្ពុជាដែលរក្សាទុកនៅប្រទេសកម្ពុជាបានខ្ញុំមិនជឿទេបងប្អូនតែគេតែខ្ញុំយើងមិនបាច់ចាំតែនិយាយថាបរទេសតើបងប្អូនខ្មែរដែលរស់នៅក្នុងសហរដ្ឋអាមេរិកនេះយើងមានលុយយើងសុខចិត្តយកលុយទៅដាក់ធនាគារនៅប្រទេសកម្ពុជាទេបងប្អូនខ្ញុំមិនជឿថាបងប្អូនដាច់ចិត្តយកទៅដាក់តែខ្ញុំមិនជឿទេបងប្អូនពីព្រោះយើងអត់ទុកចិត្តណារដ្ឋាភិបាលហើយយើងអត់ទុកចិត្តប្រព័ន្ធធនាគារនៅប្រទេសកម្ពុជាខ្ញុំដឹងថាមានធនាគារខ្លះគឺជាធនាគាររបស់អន្តរជាតិរបស់ប្រទេសមហាអំណាចឬក៏របស់ប្រទេសសេរីក៏ដោយប៉ុន្តែទោះជារឿងអ្វីក៏ដោយបើធ្លាក់ចូលរ៉ូស៊ីជាមួយកម្ពុជាហើយត្រូវតែសហការជាមួយមេដឹកនាំក្នុងប្រទេសកម្ពុជាយើងដឹងថាធនាគារនីមួយបើចង់ទៅរ៉ូស៊ីបើកធនាគារនៅក្នុងប្រទេសកម្ពុជាតើមានភាគហ៊ុនពលតកូលហ៊ុននឹងជាមួយបានយើងបានអាចរ៉ូស៊ីបានអាចឈោជើងរឹងមាំបានបើថាយើងទៅអត់មានបពពួកនៅពីក្រោយទេខ្ញុំជឿថាมันអាចរ៉ូស៊ីឲ្យបានទេបាទអាកន្លែងហ្នឹងហើយយើងចង់តបទៅភាសារបស់ហ៊ុនសែនអាគ្រាដំបូងហ្នឹងថាចង់រក្សាភាពស្អាតស្អំឲ្យតាក់ស៊ីនថាខ្ញុំស្ពើមកមនុស្សក្នុងពិភពលោកនេះទូទាំងប្រជាជនខ្មែរផងគ្មានអាណាគេផ្លូវទៅជឿលើហ៊ុនសែនរក្សាភាពស្អាតស្អំមកទេបងប្អូនពីព្រោះហ៊ុនសែនជាមនុស្សល្ងងខ្លៅជាមនុស្សចិនក្បាលចិនកតុយស៊ីកតុយមនុស្សក្រលិចក្រឡុចបាត់ដៃជាខ្នងដៃយើងមិនអាចជឿទុកចិត្តបានទេដូចជារឿងបញ្ហានយោបាយយើងដែរយើងទៅចរចាជាមួយហ៊ុនសែនដូចចរចាជាមួយស្កាយយើងបងប្អូនណាវាអត់មានគ្រប់ពាក្យសម្ដីទេបើចរចាជាមួយមេដឹកនាំដែលលើកបន្ទប់វាឲ្យកាន់អំណាចអានឹងបានវាគ្រប់សម្ដីដូចចរចាជាមួយយុនជាមួយចិនស្អីហ្នឹងបានហ៊ុនសែនហ៊ានកលិចលុយអត់ហ៊ានប៉ះពាល់ពីព្រោះតែហ៊ានប៉ះនឹងត្រូវដបងបាទត្រូវគេអាចបាត់បង់ជីវិតឬក៏អាចគេដកចេញពីអំណាចពីព្រោះមនុស្សហ៊ុនសែននេះចង់បានអំណាចណាបើយើងចង់បានអំណាចណាយើងគឺហ៊ុនសែនសុខចិត្តធ្វើតាមអ្វីគេទាំងអស់ដើម្បីរក្សាអំណាចរបស់ខ្លួនទោះបីកាត់ទឹកដីឲ្យគេក៏បានដែរឬដើម្បីរក្សាអំណាចបាទអានេះអ្វីដែលខ្ញុំយល់បងប្អូនឥឡូវខ្ញុំអានម្ដងទៀតថាមិនថាអាយដាមថាក់ស៊ីនឬលោកជំទាវយិនឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយក្នុងប្រទេសកម្ពុជានៅឡើយពេលអាយដាមថាក់ស៊ីនឬយិនឡាក់មកកម្ពុជាគឺប្រើប្រាស់យន្តយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាថាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយក្នុងប្រទេសកម្ពុជាឡើយអាកន្លែងនេះបងប្អូនណាបញ្ជាក់ថាហ៊ុនសែនសារភាពហើយហ៊ុនសែនជាអ្នកខົບខិតជាមួយចៅសៀមពីព្រោះហ៊ុនសែនឲ្យថាក់ស៊ីននិងយិនឡាក់ប្រើដុល្លារហើយមានបន្ទប់ផ្ទះឲ្យជួលទៀតបញ្ជាក់ច្បាស់ណាស់បងប្អូនណាបើសិននៅតុលាការឯករាជ្យអាច្បាប់ដកសញ្ជាតិនឹងវាឯករាជ្យមែនណាគឺហ៊ុនសែនត្រូវមានបញ្ហាដោយថាក់ស៊ីនចឹងដែរថាក់ស៊ីនមានបញ្ហាជាមួយស្ដេចដោយហ៊ុនសែនចោទថាប្រមាថស្ដេចគេត្រូវតុលាការគេក៏ហៅត្រូវយកទៅកាត់ទោសប៉ុន្តែដោយសារស្ដេចគេលើកលែងទោសហើយព្រោះថាក់ស៊ីនអាចជាមនុស្សដែលថាមានប្រជាប្រិយភាពអាចដណ្ដើមកិត្តិយសឲ្យប្រទេសគេអាចធ្វើឲ្យប្រទេសគេចំណេញទឹកដីពីហ៊ុនសែនបានជាគេបន្ថយទោសរហូតដល់1ឆ្នាំឥឡូវនេះតាមមើលទៅបងប្អូនណា
ថាស៊ីនប្រហែលជាចាប់គុកមិនយូរយ៉ាងហើយចាប់គុកបាត់ពី3ខែគេដកលេងមកហើយបងប្អូនពីព្រោះប្រទេសប្រជាធិបតេយ្យហើយនឹងតោបនយោបាយដោយអត់បានធ្វើខុសអញ្ចឹងគេគ្រាន់តែគោរពលក្ខខណ្ឌ1/3គេនឹងដោះលែងមកវិញហើយថាស៊ីននឹងអាចធ្វើនយោបាយបន្តទៀតក្នុងប្រទេសថៃពេលនឹងហើយដែលអួតឈាមរបស់ហ៊ុនសែននិងបកពួករបស់ហ៊ុនសែនដែលខិតខំញុះញង់ចោទថាខ្លួនឯងនឹងមានជ័យជំនះលើតកូលថាស៊ីនលើប្រទេសថៃរហូតដល់សប្តាហ៍ថ្ងៃនេះបងប្អូនបាទវល់ខ្យល់យ៉ាងតលេខ្ញុំអត់ដឹងហើយបាទជំរាបសួរបងស្រីបងជុំចិត្តបាទលេខគាត់បងបងខ្ញុំគូសបញ្ជាក់បន្ថែមថាអាយរំថាស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេប្រសិនបើព័ត៌មានបែបនេះចេញពីកម្ពុជាខ្ញុំស្នើឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានៅភាពថ្លៃថ្នូរមិនកុហកពូតផោមូលបង្កើតប្រឌិតរឿងខុសការពិតប្រសិនបើរឿងនេះចេញពីប្រទេសថៃគួរទុកឲ្យអាជ្ញាធរថៃដោះស្រាយលឺដល់លឺតើបងលឺខ្ញុំទេបងប្អូនបាទសូមជួយខមមិនផងបងវិស័យថាគុំវល់បងប្អូនលឺខ្ញុំទេបាទអត់លឺទេតលេអត់លឺទេតលេចេញនឹងចេញសិនចាំចូលមកសម្ដងទៀតអូបងប្អូនលឺខាងខ្ញុំអត់លឺផងអត់លឺតលេនិយាយno problem អញ្ចឹងបញ្ហាខាងខ្ញុំអីចឹងខាងខ្ញុំវល់ខ្ញាល់ខ្ញុំលឺហើយបងមានថាលឺខ្ញុំហើយបងវិស័យក៏អត់លឺខ្ញុំវិញអូខេតែពងអ្នកខមមិនគាត់ថាគាត់លឺសួរបងវិស័យធម្មតាទេបងស៊ូតាតលឺស្បាហើយតែបងស៊ូតាតលឺស្បាហើយមិនឲ្យបងវិស័យបាទគាត់លឺខ្ញុំអញ្ចឹងបាទដែរដល់បាត់លឺទាំងសិតទាំងពីរនេះបងវិស័យគាត់ចេញសិនបាទHello ជម្រាបសួរម្ដងទៀតបងប្អូនលឺខ្ញុំលឺអូខេលឺហើយមិញខ្ញុំអត់លឺសោះនឹងការីអូខេឥឡូវលឺទាំងសងខាងគិតអូខេបាទហ្នឹងហើយបងប្អូនបាទសូមអធិស្ឋានកំហុសបច្ចេកទេសតិចតួចហើយចង់បន្តបងវិស័យទៀតរឿងតសាញ់គាត់ចេញមកត្រឹមត្រូវទេធ្វើឯងត្រឹមត្រូវទេបងវិស័យហើយបងវិស័យមិញអានមិញខ្ញុំចាប់អារម្មណ៍តគេថាពាក្យដែលថាហ៊ុនសែននឹងមិនបានយកផលប្រយោជន៍របស់កម្ពុជានឹងទៅបែងចែកជាមួយនឹងថាទានជាមួយទេចំសម្លេងអ្នកគេបាញ់ថាខ្ញុំមិនចង់ថាទេបងវិស័យខ្ញុំមិនចង់ថាតែប៉ុន្តែពាក្យហ៊ុនសែននេះណាពាក្យអញ្ចឹងបាទពាក្យហ្នឹងជេររបស់វិស័យពាក្យហ្នឹងសម្លេងអ្នកណាដែលនិយាយថាទុកឲ្យគេចរចាគេធ្វើការដោយលក្ខណៈចាស់ទុំគេបានចរចាជាមួយគ្នាដោយសម្ងាត់នៅផ្ទះហ៊ុនសែនបងលីឈុនបងហាណាប៉ែបងប្អូនអរគ្នាសម្លេងអ្នកណាគេបងប្អូនមានចាំសម្លេងណាគេដែលនិយាយថាមានការចរចាដោយសម្ងាត់នៅផ្ទះរបស់ហ៊ុនសែនបាទរឿងបញ្ហាកក់គុតរឿងអីហ្នឹងបាទនៅពេលដែលយើងកំពុងតែចាប់ផ្ដើមទៀមទីឲ្យហ៊ុនសែនយករឿងកក់គុតហ្នឹងទៅជជែកនៅតុលាការ ICJ ពេលហ្នឹងហ៊ុនសែនគេបានឆ្លើយឆ្លងគេថាគេបានធ្វើការចរចាទ្វេភាគីជាមួយភាគីថៃ
ដោយគេមានការចរចាដោយសម្ងាត់នៅផ្ទះហ៊ុនសែនតែអីក៏ពេលហ្នឹងហ៊ុនសែនឥឡូវនេះហ៊ុនសែនមកនិយាយថាបដិសេធថាមិនមានចេញមកភាគីកម្ពុជានឹងអីអ្នកបញ្ចេញសម្លេងសម្ងាត់អ្នកបកកែលួចថតសម្លេងហើយបញ្ចេញសម្លេងសម្ងាត់បាទធ្លាប់តែលួចថតសម្លេងគេដល់ទៅពេលចែកសូហ្វីគេថតវិញបង្ហាញវិញនិយាយខ្ទេចឥឡូវសម្លេងចែកសូហ្វីហ្នឹងយកមកចាក់ទៀតក៏បានចង់ប្រាប់ហ៊ុនសែនអញ្ចឹងបាទសម្លេងតែចែកសូហ្វីនិយាយលោកពូខ្ញុំឆ្លាតណាស់អូពូឆ្លាតណាស់ឲ្យលឿនអ៊ុញទូបរយទឹកនោះមានអាណាបកកែជាងពូគេចូលគេថែមហ្នឹងហើយយកសម្លេងហ្នឹងមកចាក់ទៀតក៏បានដែរបងប្អូនបាទហើយក៏តិចមិននិយាយថាសម្លេង AI ទេចង់ប្រាប់ចេះចែកសូហ្វីកំថាឡើយ AI បាទតែបង្កើត account คล้ายៗនឹងគ្នាមិនទៅចេះផងហ្នឹងហើយបងប្អូនបាទក៏គេហ្នឹងហើយបងប្អូនបាទខ្ញុំបន្តកន្លែងហ្នឹងបងប្អូនមានចាប់អារម្មណ៍នេះដែលសំណេររបស់ហ៊ុនសែនសរសេរមិញណាបានអានមកហ៊ុនសែននិយាយហៅថាស៊ីនសិតឯកឧត្តមហើយឯកឧត្តមថាស៊ីនហើយលោកជំទាវយិនឡាហេតុអីក៏ប្រែប្រួលខ្លាំងណាស់បងប្អូនណាដើមឡើយពីមុនហ៊ុនសែនមុនសង្គ្រាម5ថ្ងៃហ៊ុនសែនអត់មានហៅថាស៊ីនឯកឧត្តមសិតថាស៊ីនសិតចោតថាស៊ីនណាសិតស្អីក្បត់ប្រទេសខ្លួនឯងលួចលាក់ប្រមាថដល់ស្ដេចខ្លួនឯងរឿងរ៉ាវច្រើនណាស់បងប្អូនខ្ញុំចាំម្ដងណាចាំមើលថ្ងៃខ្ញុំយកវីដេអូហ៊ុនសែននឹងត្រឡប់មកចាក់សារថ្មីមកវិញហើយជាហ៊ុនសែនលុបចោលអស់កំណឹងហ៊ុនសែនពីខ្លួនវីដេអូហ៊ុនសែនដល់លើដល់ពេលនេះចុងក្រោយហ្នឹងគេចេញអាសំណេរហ្នឹងមកដលេសំណេរហ្នឹងមកដោយសារចេញពីសារព័ត៌មានថៃគេបាននិយាយថាថាស៊ីនគេមានលុយតម្កល់នៅក្នុងប្រទេសកម្ពុជាក្នុងធនាគារកម្ពុជាហើយហ៊ុនសែនគេចេញមកការពារភាពស្អាតស្អំរបស់ថាស៊ីនខ្ពើមដល់ខ្ពើមមកអារម្មណ៍ដីចោលលេខឡុចចេះខ្ញុំខ្ពើមមែនអារឿងរបៀបហ៊ុនសែននេះបងប្អូនសត្វតែប្រើចេញមករក្សាភាពស្អាតស្អំរបស់ថាស៊ីនបងគង់រីណូបងប្អូនទាំងអស់គ្នាគិតមើលថាថាស៊ីនល្ងងយកលុយប្រមាណលានមកតម្កល់ទុកនៅក្នុងធនាគារខ្មែរបើសិនជាមានក៏ខ្ញុំជឿថាថាស៊ីនយកយ៉ាងច្រើន20លានខ្ញុំគិតជាលុយដុល្លារស្មើណាប្រហែលជាដាក់ត្រឹម20លានដុល្លារនៅក្នុងធនាគារខ្មែរដើម្បីជាការភ្ជាប់ទំនាក់ទំនងជាមួយគ្នាក៏ដូចជាដើម្បីឲ្យហ៊ុនសែនមានទំនុកចិត្តនៅក្នុងការជួយគ្រួសាររបស់ខ្លួនឡើងចុះអីនឹងសម្រួលឧទាហរណ៍ថាថាស៊ីនមិនទុកចិត្តអំពីនយោបាយនៅក្នុងប្រទេសរបស់ខ្លួនពេលណាថៃគេរករឿងថាស៊ីនយ៉ាងឲ្យដែរក៏មានលុយសកូ20លានដុល្លារតម្កល់ទុកនៅស្រុកខ្មែរអញ្ចឹងតែនេះជាខ្ញុំនៅក្នុងចំណោមតបបាត់រាប់រយលានអាចចូលដល់1000លានរបស់ថាស៊ីនខ្ញុំគិតថាឯងក៏ប៉ុន្តែបើទោះបីជាសារព័ត៌មានថៃចុះថាថាស៊ីនមានលុយខ្ទង់20លានក៏ពិតមែនប៉ុន្តែចំនួនទឹកលុយនេះបើទោះបីជាហ៊ុនសែនគិតអូសយកក៏មិនស្មើទៅនឹងការខាតបង់របស់ហ៊ុនសែនហើយនឹងក្រុមមន្ត្រីក្រាក់របស់គណៈបព្វជិជនរកទីជាមួយថៃហើយស្មើនឹងថៃឬអូទ្រសម្បត្តិពួកអស់នឹងតិចពីព្រោះអីបងវិសាលខ្ញុំជឿថាក្រុមគ្រួសារហ៊ុនសែនមន្ត្រីក្រាក់ហ៊ុនសែនដូចជាយឹមឆៃលីដូចជាទាបាញ់អីមានអារម្មណ៍ទុយពីថាស៊ីនមានអារម្មណ៍ថាទុកចិត្តធនាគារថៃជាងថាស៊ីនទុកចិត្តធនាគារខ្មែរអញ្ចឹងខ្ញុំគិតថាហ៊ុនសែនហើយនឹងបកពួកដៃជើងរបស់ហ៊ុនសែនអាចនឹងមានលុយច្រើនតម្កល់ទុកនៅក្នុងធនាគាររបស់ថៃពីព្រោះពួកនេះបងវិសាលបើខ្ញុំវាយស្មើមិនខុសទេបើឲ្យពួកនឹងជ្រើសរើសរវាងធនាគារចិនមហាមិត្តដៃថៃធនាគារយួនមហាមិត្ត10000ណាំគឺពួកនេះដាក់នៅធនាគារអស់ហ្នឹងត្រឹមតែ10%ម្នាក់ទេបាទ70-80% ទៀតពួកនឹងដាក់នៅធនាគារថៃឬក៏ដាក់នៅធនាគារសិង្ហបុរីនិយាយទៅគឺធនាគារប្រទេសណាដែលមានលក្ខណៈសេរីដែលមានស្ថិរភាពនយោបាយនឹងណោមិនលក្ខណៈកុម្មុយនីសមិនគ្រប់គ្រងដោយរដ្ឋមិនគ្រប់គ្រងដោយរដ្ឋបាទអញ្ចឹងពួកហ្នឹងវាទុកចិត្តទៅលើធនាគារថៃជាងថៃទុកចិត្តមកលើធនាគារហ៊ុនសែនណាបាទអញ្ចឹងខ្ញុំគិតថាមិនត្រឹមតែរឿងចាញ់បោកថាស៊ីនបក្រាក់ហ្នឹងឯងបងមានរឿងច្រើនទៀតខ្ញុំជឿថាមានរឿងច្រើនទៀតជាពិសេសពាក់ព័ន្ធទៅនឹងលុយហើយអ្វីដែលច្បាស់នោះគឺពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មរកស៊ីជាមួយគ្នាទាំងហ៊ុនសែនទាំងទាបាញ់ទាំងតកូលយឹមឆៃលីយឹមឡែនយឹមលាក់អីនោះបាទពួកហ្នឹងការទំនាក់ទំនងពាណិជ្ជកម្មរកស៊ីជាមួយថៃខ្ញុំជឿថាមានទំហំទឹកប្រាក់ធំច្រើនណាស់ជាច្រើនរយលានដុល្លារអញ្ចឹងខ្ញុំគិតថាអ្វីដែលពួកនឹងកំពុងតែទាល់ច្រក
វ៉ាន់កកងាកមកហៅឆាក់ស្ទីនទៅតែអាយដាមការពារភាពស្អាតស្អំឲ្យឆាក់ស្ទីនណាបងទុំរីណូប្រហែលជាចិត្តដល់ពេលតច្រកហើយបងប្អូនប្រហែលជាចិត្តត្រៀមយកសាំងដបចាក់ឲ្យពេញត្រៀមឡើងហេលីកុបទ័រតោខ្សែឡើងហេលីកុបទ័រហើយបងនិយាយពីកន្លែងតោខ្សែហេលីកុបទ័រហ្នឹងតលេម្សិលមិញយើងតបឆ្លើយទៅម៉ាយារិតរឿងបញ្ហាគេថាកម្ពុជាមិនអាចធ្លាក់ខ្លួនដោយនេប៉ាល់ទេឥឡូវស្រាប់ថាវាចេញមួយទៀតឥឡូវអា fresh new exclusive ហ្នឹងចេញរាល់ថ្ងៃមកតលេតបតជាមួយយើងខ្ញុំយល់ថាវាតបជាមួយយើងតបប៉ុន្តែឥឡូវយើងបងឯងនិយាយមិនតបជាមួយយើងមិនFresh New ទោះបីជា Fresh New មិនចូលស្ដាប់ពួកយើងក៏មេអា Fresh New ស្ដាប់ពួកយើងរាល់ថ្ងៃដែរបងដល់ពេលមេវាចូលស្ដាប់ហើយមេវាទៅខលទៅអារិតក្ដុនអារិតក្ដុនតែឆ្លើយតបពួកអានេះបន្តិចហ្នឹងមើលតែគេឆ្លើយតបមិនខ្លះមកមិនតាយកបានតិចយើងចាក់សម្លេងទៀតឥឡូវគេចោទថាចោលលោកសំស៊ីម្ដងប៉ុន្តែគេចោទថាសំស៊ីចូលជាមួយថៃកុំខិតជាមួយថៃក្បត់ជាតិខ្លួនឯងឥឡូវគេចោទថាលោកសំស៊ីយើងចង់ធ្វើអាយ៉ងថៃអាយ៉ងយួនអាយ៉ងចិនគេអត់ទទួលស្គាល់ហ่าទៅឈួតជាមួយឥឡូវអាណាអាយ៉ងយួនអាណាអាយ៉ងថៃអាណាអាយ៉ងចិនពិតប្រកបទីទៀតបងប្អូននៅបកស្រាយទាំងអស់គ្នាបងប្អូនណាយើងផែនការនេះខ្ញុំជឿថាបាយរិទ្ធfresh exclusive នឹងវាកំពុងតែបកស្រាយតតាំងខ្ញុំសូមកាត់យ៉ាងខ្លីចេះបងខ្ញុំចង់សូមកាត់យ៉ាងខ្លីចេះមុនដើម្បីចាក់សម្លេងវាហ្នឹងហើយបងប្អូនតើអាម៉ាយារិទ្ធនឹងមានខួរឬយ៉ាងណាទេរិទ្ធក្ដុននេះហើយតតបងប្អូនណាដែលគាត់មានឈ្មោះរិទ្ធណាខ្ញុំអត់ពាក្យរិទ្ធក្ដុននេះអត់សំដៅទៅលើបងប្អូនផ្សេងទៀតទេរិទ្ធក្ដុននេះគឺសំដៅទៅម៉ាយារិទ្ធទេណាបងប្អូនណាបាទអ្នកផ្សេងទៀតឈ្មោះរិទ្ធដែរអត់ទេបាទអញ្ចឹងវាមិនតែមានអាយ៉ងឯណាដែលទៀមទាឲ្យចវាយរបស់ខ្លួននឹងឡើងតុលាការ ICJ ទៀមទាឲ្យប្រទេសដែលខ្លួនចង់រំលោភនឹងឲ្យកោះប្រជុំកិច្ចព្រមព្រៀងទីក្រុងប៉ារីសណាអាយ៉ងណាដែលធ្វើសកម្មភាពបែបហ្នឹងណាខ្ញុំសូមសួរទៅរិទ្ធក្ដុនមើលអាយ៉ងទៀមទាឲ្យប្តឹងឡើងទៅតុលាការអន្តរជាតិអាយ៉ងហ៊ានប្តឹងឲ្យទៅប្តឹងរឿងប្រជុំទីក្រុងកោះប្រជុំកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញអាយ៉ងពិតប្រាកដគឺអាយ៉ងដែលចិត្តបិទទ្វារចរចាទ្វេភាគីមិនយកអន្តរជាតិមកចូលរួមអានឹងហើយគេហៅថាអាយ៉ងបិទទ្វារបន្ទប់ដើម្បីត្រគូតគេអាយ៉ងគឺអញ្ចឹងអាយ៉ងបងពិសាគឺវាចង់តែធ្វើការជាមួយមេជាមួយចបាយវាទេដើម្បីបិទទ្វារហើយវាបើជក់វាបៀមអីចឹងទៅដើម្បីយកចិត្តគេអានឹងអាយ៉ងណាបាទវាមិនដែរអាយ៉ងអាណាទៀមទាឲ្យទៅកោះប្រជុំជាកិច្ចអន្តរជាតិទេវិញវាមិនដែលមានណាអាមិនយើងមកយរិទ្ធនឹងភ្លើដល់ស្នាក់ហ្នឹងបងឥឡូវមានមួយមកពី YouTube នោះឈ្មោះវាអ្នកប្រុសតូចបាទគេថាតូចគួរហ្មងបងហ្នឹងគេថាពីក្បាលព្រោះអីគេថាហើយចាំស្ដាប់អញព្រោះសពងក្បាលហ៊ុនសែនហើយភ្លើអត់ចេះស្ដាប់ទេតែជីអីប្រឡងអីមែនទេអត់ទេបងបិសាចមួយឈ្មោះអ្នកប្រុសតូចនេះប្រហែលជាវាដាក់តិចឆ្កែអានេះដល់ពេលវាដាក់តិចឆ្កែទៅវាឃើញវាលឺសំឡេងមនុស្សនិយាយវាលឺសំឡេងមនុស្សនិយាយវាស្ដាប់ទៅលឺទៅជាព្រុសចឹងទៅបាទវាទៅជាព្រុសចឹងទៅមកពីអីមកពីអាអ្នកប្រុសតូចហ្នឹងវាមានតិចវាជាតិចឆ្កែបាទវាតិចមនុស្សទេអាហ្នឹងវាតិចឆ្កែហ្នឹងហើយតើត្រង់ស្ដាប់ទេអាបើទីទៅនិយាយរឿងអាបើឲ្យស្ដាប់អាបើទាំងឪទាំងកូនអាកូនទៅថតនៅប្រឡោះកដាលរវាងពូទីនហើយនឹងស៊ីជីនពីងគេបានដាក់ហាសនាមាហៅអាបើបងបើដល់ពេលអាឪទៅយកបងធរគេស្ដាច់ព្រុយនេះហើយនឹងតាក់ស៊ីនធ្វើបងធរហើយហ៊ុនសែនក៏អាបើដែរជីអានេះទាំងវារើសឈ្មោះចំហ្នឹងអាបើទាំងឪទាំងកូនហ្នឹងបើនិយាយអាបើនិយាយតែអាបើពីរនាក់ហ្នឹងបានហើយអូខេហ្នឹងហើយប៉ុន្តែគេខ្ញុំវាលឹងនេះឃើញហ៊ុនសែននិយាយប្រើភាសា slow boat ទៅលេប្រើភាសាដូចជាអង្វរគេអង្វរថាស៊ីអានេះដូចម៉ាយរដ្ឋាអញ្ចឹងអាយ៉ងគេបងអូខេដល់ហើយហ៊ុនសែននៅអាណិតណាលោកឥឡូវរឿងថ្មីទៀតបានឃើញតលេឥឡូវសៀមវាកំពុងបរិកន្លែងពាត់យកដីខ្មែរយើងទៀតហើយបាទហើយមកដល់ខេត្តពោធិ៍សាត់ហើយបងប្អូនណាជួយប្រាប់ផងបងប្អូនមកដល់ខេត្តពោធិ៍សាត់ហើយកុំចេះថាខ្ញុំនិយាយព្រលឹងការពិតមកដល់ខេត្តពោធិ៍សាត់ហើយយើងឃើញ Facebook លោកអ៊ុំសមានគាត់បង្ខំមកព័ត៌មានពិតណាប្រមាណ17ចំណុចទៀតដែលសៀមវាយកអាផែនទីឯកតោភាគីហ្នឹង150,000ហ្នឹងគូថាខ្មែរយើងយកទឹកដីវា
នៅលើទឹកដីវារស់នៅលើទឹកដីវាឥឡូវវាតាមយកកន្លែងហ្នឹងហើយអានឹងដែលសៀមចង់បានប៉ុន្តែអានេះអាកិច្ចប្រជុំចរចាគេអារឿងស្អី JBC GBC នេះជាមួយថៃនេះដែលប្រជុំហើយថ្មីនេះគេបានការសម្រេចផែនការមួយដ៏អស្ចារ្យដ៏ធំនេះដល់អស់ធំផលិតផលកន្លែងណាតលេខ្ញុំសួរផលិតផលអត់ចំណេញណាមកដល់ប្រទេសខ្មែរយើងបើយើងសុំគេឲ្យគេរើបន្លាគេអត់រើយើងសុំគេចរចាឲ្យគេដកទ័ពយើងគេអត់ដកផងគេអត់ដកផងគេអត់ដកទ័ពហើយក៏គេរើមិនរើបន្លានោះប៉ុន្តែលទ្ធផលដែលថៃទាមទារវិញសុំឲ្យទាមទារដោះមីនកម្ពុជាយករងដោះមីនជាមួយគេហើយយកទៅដាក់គុកនោះអត់ហ៊ានចរចាសុំគេឲ្យដោះលែងមកវិញទេរឿងអ្វីទាំងអស់ថាយើងចំណេញកន្លែងណាកន្លែងនេះបញ្ជាក់ប្រាប់ថាធានបទខ្ញុំថ្ងៃនេះបងប្អូនណាលទ្ធផលស្ងាត់ស្គីមចេញជាផ្លែផ្កាចេញជារូបរាងហើយគឺតកូលហ៊ុននេះវាអត់ហ៊ានយកស្អីទៅចរចាសុំថៃទេបងប្អូនណាវាមានតែថៃសុំបញ្ជាឲ្យយើងទៀមទាកន្លែងណាបានកន្លែងហ្នឹងហើយថៃមកបោះបកគោលព្រំដែនអស់សពទៅថៃបរិយបន្លានោះតាមបកគោលតាមព្រំដែនខ្មែរព័ទ្ធយកដីខ្មែរហ៊ុនសែនអត់មានបញ្ចេញទ័ពមកការពារទឹកដីខ្មែរទេគឺជំរុញប្រជាជនឲ្យមកការពារទឹកដីខ្លួនឯងអញ្ចឹងបាទខ្ញុំសូមប្រកាសដល់បងប្អូនប្រជាពលរដ្ឋថានៅតាមតុដែនខ្មែរសៀមយើងល្មមគិតគូរឲ្យបងប្អូនណាដំណាក់កាលនេះខ្លួនទីពឹងខ្លួនហើយបើខ្លួនទីពឹងខ្លួនយើងការពារទឹកដីដល់ខ្លួនឯងហើយតើយើងត្រូវការមេដឹកនាំផ្លាច់ការនឹងបង្កើតយកមកធ្វើស្អីទៀតបងប្អូនបើវាអត់ការពារទឹកដីវាអត់ការពារវាអត់ការពារព្រំដែនអត់ការពារប្រជាពលរដ្ឋផងកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់ប្រាប់កន្លែងហ្នឹងបាទហើយមួយទៀតបងប្អូនណាប្រជាជនខ្មែរនៅក្នុងស្រុកគេបានផ្ដល់ដំណឹងខ្ញុំថាលើកនេះបងប្អូនលើកនេះជាសម្ដីបងប្អូនលើកនេះបងប្អូនខ្មែរនៅខេត្តពោធិ៍សាត់ហ្នឹងគេថាគេមិនសុខចិត្តធ្វើដោយបងប្អូនខ្មែរនៅមន្ទីរមានជ័យទេសុខចិត្តយំតអូយំព័ទ្ធយកដីបានបងប្អូនខ្មែរនៅខេត្តពោធិ៍សាត់នេះគេថាបើសិនជាវារឿងនឹងសៀមមកព័ទ្ធយកដីវិញគាត់ហាមខំណាបានណាគេនឹងប្រមូលគ្នាឡើងទៅដល់ផ្ទះហ៊ុនសែនម្ដងបងប្អូនណាគឺអានេះខ្ញុំមិនដឹងពិតយ៉ាងណាទេប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងគេបដិញ្ញាឲ្យលើកនេះគេអត់មានទៅអង្គុយយំទេគេទៅតតាំងជាមួយអាមេដឹកនាំហើយបាទឲ្យហ៊ុនសែនចេញមកដើម្បីដោះស្រាយឬបញ្ហាប្រទេសជាតិនឹងតែទេបាទហ្នឹងហើយបងវិសាលបងដៅហ៊ួនបាទជម្រាបសួរបងបងដៅហ៊ួនថ្ងៃណាមានពេលចាំចូលរួមកម្មវិធីជាមួយបងដៅហ៊ួនបានជួបនិយាយគ្នាហើយអត់ចេះតែនេះហើយខ្ញុំរយៈហ្នឹងក៏ចេះតែមានការងាររហូតហើយឈឺជាមិននឹងនិយាយបងប្អូនពេលនិយាយនឹងឃើញខ្ញុំបិទកាមេរ៉ាហ្នឹងគឺខ្ញុំត្រូវជូតចំបោះជូតអីទេបាទហើយចង់ប្រាប់អញ្ចឹងហើយបងវិសាលខ្ញុំគ្រប់គ្រងប្រជាពលរដ្ឋដែលគាត់លើកឡើងបែបហ្នឹងគឺគួរតែនាំគ្នាទៅតវ៉ានៅផ្ទះហ៊ុនសែនតែម្ដងពីព្រោះអីពីព្រោះអត់មានចំណាត់ការតទៅសោះបងប្អូនអត់មានចំណាត់ការតទៅសោះហើយម្យ៉ាងទៀតពេលដែលបងប្អូនទៅតវ៉ាជាមួយថៃវាទៅជាហ៊ុនសែននឹងបញ្ជាឲ្យមានការរារាំងទប់ស្កាត់មិនឲ្យពួកគាត់នឹងទៅតវ៉ាមិនឲ្យអ្នកសារព័ត៌មានទៅចុះថតទៅចុះផ្សាយតទៀតអញ្ចឹងហើយបានថាបងប្អូនជាការត្រឹមត្រូវយើងតវ៉ាជាមួយថៃវាអត់ប្រយោជន៍ព្រោះបាទតវ៉ាជាមួយថៃបាត់ប្រយោជន៍ព្រោះអាខ្មោចស្រុកវាឲ្យដៃបងប្អូនអញ្ចឹងហើយបងប្អូននាំគ្នាទៅសួរអាខ្មោចស្រុកនឹងមើលថាមិនវាយ៉ាងម៉េចឲ្យពិតប្រាកដបើមិនជាមានបញ្ហាអីឡើងទៅដល់ដូចប្រទេសនេប៉ាល់អាហ្នឹងទទួលខុសត្រូវខ្លួនឯងទៅបាទទទួលខុសត្រូវខ្លួនឯងទៅកុំមកចោទប្រជាពលរដ្ឋកុំទៅចោទអីការបោះបោព្រោះគាត់ប្រកាសឲ្យជួយការពារដីភូមិផ្ទះតំបែងដំណាំចម្ការរបស់ពួកគាត់រាប់ខែមកហើយប៉ុន្តែទីបំផុតអត់បានធ្វើអត់បានបំពេញតួនាទីខ្លួនឯងជាអ្នកការពារជាបរិវត្តឯណាវាទៅជាអ្នកការពារថៃឲ្យពាត់លបងទៅវិញបងប្អូនឥឡូវវាទៅខាងណាបងគិតថាមើលបងជួយគិតទាំងអស់គ្នាបងប្អូនបាទខ្ញុំថារឿងនេះបើយើងនិយាយត្រឡប់មកវិញបងប្អូនអាច្បាប់ដកជាតិហ្នឹងត្រូវដកជាតិហ៊ុនសែនមិនត្រូវហ៊ុនសែនកំពុងខុបខិតជាមួយចៅសៀមកាត់ទឹកដីខ្មែរឲ្យសៀមឲ្យបណ្ដោយឲ្យសៀមពាត់យកទឹកដីខ្មែរខ្លួនឯងបងប្អូនអត់ចេញមកការពារបើសិនតែយើងជាមេដឹកនាំយើងអត់ចេះការពារទឹកដីផងយើងបណ្ដោយឲ្យសៀមមកធ្វើអ្វីតាមចិត្តពាត់យកទឹកដីខ្មែរមានតែយើងខុបខិតជាមួយសៀមទេបានគេឲ្យធ្វើអញ្ចឹងបានឲ្យធ្វើអញ្ចឹងបានអញ្ចឹងបានថាច្បាប់ដកជាតិហ្នឹងបងប្អូនសិក្សាទៅគួរតែដកតាណាមុនគេគឺដកហ៊ុនសែនមុនគេបាទនឹងឥឡូវយើងចូលដល់ទីនបត់មានរឿងអីបន្ថែមពីហ្នឹងអូមានរឿងមួយទៀតខ្ញុំចង់និយាយបងប្អូនព្រឹកមិញខ្ញុំបានមើលវីដេអូព័ត៌មានដែលគេ live បន្តផ្ទាល់ហ្នឹងនៅខេត្តពោធិ៍សាត់ហ្នឹងដោយតំបន់ថ្មដាថ្មអីមិនហ្នឹងបងប្អូនខ្ញុំអត់ច្បាស់ទីតាំងហ្នឹងណាហើយឃើញមានអូនប្រុសឬក៏បងប្រុសដែលគាត់ពិការជើងហើយទៅតតាំងជាមួយសៀម
គាត់មានដំបងមួយគាត់សុកចិត្តកាន់ដំបងប៉ុន្តែគាត់បោះជើងពីការគាត់ទៅទាត់បលាលុះបងប្អូនយល់យ៉ាងម៉េចទៅលេយល់យ៉ាងម៉េចកន្លែងហ្នឹងខ្ញុំអត់បានមើលហើយបងវិសាយចំពោះខ្ញុំវិញបងប្អូនខ្ញុំជឿថាបងប្អូនណាមួយចំនួនបានឃើញបងប្អូនណាបានឃើញវីដេអូហ្នឹងជួយផ្ញើខ្ញុំផងបាទខ្ញុំចង់យកមកពិភាក្សាទេអានេះចំពោះខ្ញុំវិញបងប្អូនខ្ញុំមិនចោទប្រកាន់លើគាត់ជាជនពិការទេខ្ញុំយល់ថានេះជាការរៀបចំបងប្អូនបើសិនជាខ្ញុំវិញបើខ្ញុំពិការជើងវិញខ្ញុំសុខចិត្តយកអាជើងដែលជើងសបៈទៅហ្នឹងខ្ញុំមកពាក់ឲ្យដើម្បីខ្ញុំស្រួលដើរហើយដៃខ្ញុំនឹងកាន់ដបងគូសបលាចេញហើយប៉ុន្តែការរៀបចំនេះវាមើលដូចឆ្កងទេបងប្អូនសុខចិត្តពិការដោះអាជើងពិការចេញឈោជើងមួយហើយកែកដាំដបងហើយយកអាជើងពិការហ្នឹងទៅគោះបលាលុះតែលេយល់យ៉ាងម៉េចខ្ញុំសូមអត់ធ្វើអធិប្បាយបងរឿងនេះខ្ញុំថាគាត់ខ្ញុំមិនបដោតទៅលើគាត់ទេអ្នកជនពិការនឹងម្នាក់ទេបងប្អូនណាខ្ញុំជឿថាបដោតទៅលើអ្នករៀបចំឲ្យគាត់ធ្វើអញ្ចឹងអានេះបងប្អូនណាដែលបានឃើញគិតដូចខ្ញុំដែរបាទជនពិសិដ្ឋគាត់ថាវិស័យគិតដូចខ្ញុំខ្ញុំយល់ថាដោយសារតែការរៀបចំប្រហែលថ្ងៃនេះឃើញប្អូនក្មួយប្រុសម្នាក់ដែលកាន់ដបងទៅតតាំងមួយតបសៀមមកវិញបានលុយប្អូនប្រុសម្នាក់ដែលត្រូវសៀមរុញហ្នឹងឃើញអាចារ្យអេយកលុយទៅឲ្យហើយប្រមាណអ្នកទៀតដែលសិតតែបានលុយទាំងអស់អ្នកដែលល្បីតុបទល់មួយសៀមឥឡូវប្អូនប្រុសពិការហ្នឹងឃើញអ្នកថតវីដេអូហ្នឹងគឺផ្ដោតសំខាន់ណាស់ប្អូនម្នាក់ហ្នឹងដែលដកអាជើងពិការសបាមុនហ្នឹងទៅគូបឡាលុះចេញទៅរុញទៅធាក់បឡាលុះប៉ុន្តែអាជើងដបងមានអត់ប្រើសុខចិត្តយកដៃកាន់ដបងប៉ុន្តែយកដកអាជើងពិការហ្នឹងទៅគូបងប្អូនខ្ញុំមើលទៅវាអត់សមហេតុផលទេខ្ញុំមើលទៅខ្ញុំថាធ្វើអញ្ចឹងវានាំឲ្យខ្មាស់គេវាធ្វើអាម៉ាស់មុខដល់ខ្មែរប៉ុន្តែខ្ញុំអត់សំដៅទៅគាត់ពិការខ្ញុំសំដៅទៅអ្នករៀបចំវាធ្វើអាម៉ាស់មុខដល់ប្រជាជនខ្មែរហើយនិយាយថាមានអ្នកដែលទៅសេនៅក្នុងវីដេអូហ្នឹងថាខ្ញុំចង់ស្វែងរកគាត់ដើម្បីជួយលុយគាត់អាកន្លែងហ្នឹងបងប្អូនគឺជាល្បិចមួយអានេះជាកណិតខ្ញុំបើគេជេរខ្ញុំចាប់បងប្អូនហើយខ្ញុំនិយាយកាប់ទៅទេបាទខ្ញុំក៏មិនដឹងយ៉ាងណាដែរប៉ុន្តែពិបាកដែរបងបើសិនជារឿងហ្នឹងជាការដើម្បីស្វែងរកថាពិការមែនក៏យើងនៅតែអាណិតដែរជនពិការវាគួរតែត្រូវបានហ៊ុនសែនចិញ្ចឹមក្នុងនាមជាជនពិការដូចគ្នាបាទជនពិការដូចគ្នាដែរគាត់សម្បត្តិហូហីហើយជនពិការដទៃទៀតហើយទៅក៏ហ៊ុនសែនមិនយកចិត្តទុកដាក់អាហ្នឹងឲ្យគាត់ទៅធ្វើរឿងបែបហ្នឹងប៉ុន្តែខ្ញុំទុំអត់និយាយទេបាទខ្ញុំមិនដឹងថាគាត់នឹងធ្វើពិតប្រកបទឹកចិត្តគាត់ឈឺចាប់មែនបើសិនជាយើងយល់មកថាអញ្ចឹងកុំឲ្យវាប៉ះពាល់អារម្មណ៍គាត់ខ្ញុំមិនហ៊ានថាទេបងវិខាច់ខ្ញុំបានឃើញតែខ្ញុំបានឃើញបាទ fabricated to get money លីជុនពួកយើងមិនទៅពួកគាត់ទេដែលខំស្វែងធ្វើកិច្ចការអីដើម្បីស្វែងរកលុយពីព្រោះរបស់ហ៊ុនសែនដឹកនាំធ្វើឲ្យខ្មែរក្រតែអញ្ចឹងហើយតែពេលអញ្ចឹងដើម្បីរកចំណូលរកថវិកាទៅគ្រប់គ្រងជីវភាពពួកគាត់យើងដូចថាយើងពិបាកណារឿងដែលពួកគាត់ធ្វើបាទខ្ញុំពិបាកនិយាយបងវិសាយបាទហ្នឹងហើយបងប្អូនខ្ញុំចង់និយាយតែប៉ុណ្្នឹងឯងឲ្យគេចេះចេះឥឡូវចេះបងប្អូនឥឡូវយើងចប់ដល់ធានបទហ្នឹងចុះឥឡូវយើងតទៅមួយរត់តិចមួយរត់ចេញមកទៀតចេញមករងថ្ងៃមកfresh exclusive នឹងរងដល់វាថាតែមួយខែវាចេញម្ដងបើលើកនេះខ្ញុំសូមនិយាយរឿងមួយរត់តិចបងប្អូនអាបែបនេះមុខហៅវាអាមុខស្អុយដូចសមអាមួយហ្នឹងមុខចេញមកមុខដូចស្អុយដាច់មិនទេបងមើលមុខដូចអត់ណោចទៀតមុខដូចមើលអាមុខស្អុយខេមលឹមគឺថាវាជាទម្លាប់របស់ខ្មែរដើម្បីលុយបាទហ្នឹងខ្ញុំជុំនិយាយទៅឲ្យបងប្អូនពិចារណាទាំងអស់គ្នាទៅខ្ញុំជឿថាបងប្អូននៃមើលគឺគិតឃើញដូចខ្ញុំដែរបាទអូខេលោកឡៃវាខុងមែនអូខេឥឡូវយើងស្ដាប់មកយល់ទាំងអស់គ្នាណាមចិនអាមេរិកថៃគម្រោងសុំធ្វើអាយ៉ងរបស់សំរងស៊ីបរាជ័យគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រខ្មែរបានបង្ហាញថាប្រទេសកម្ពុជាបានឆ្លងកាត់សម័យទុក្ខវេទនាជាច្រើនរាប់មិនអស់ដើម្បីការតស៊ូរក្សាបូរណភាព
ai kể là tháp bát tay tiếp vào chuyện từ chơi dạng đấy cái nạ đây là cái chuẩn bị cho ra bằng sáp chọn smart đây là bỏ kỹ ta nên chồng non sao mà kia đốt đặt cá biết từ đây tham gia việc lý còn nếu như mình luôn luôn bài cho ta đâu cái đây là lạnh chết thôi chỉ là bất còn mà bây bỏng pin bỏng nó mà hãy cho ta vô bài to là bỏ luôn hay luôn từ mình cái lúc bài bọn vô bài cho bọn ấy Campuchia bên đó thằng mình lên tìm môi là bỏ luôn là tới ban tăng bị ngay khi mà thấy quân tại nhà sang một con môi rồi tại sao bay hồi ta mới giờ rồi thằng mình ní có tay Campuchia cứ chỉ là ai thực hiện tại mũi nâng miếng nó tha bị bà sao cho tại mũi là tới ban tay tăng ta bỏ cháo thằng con này vô bài được kia bắn tại tôi chơi dạng á không còn cho nó đi dùng xong đang xin được bạn phụ được càng sau ban bằng cá ở tha bị bà này tại mũi được càng sau đại mình tăng mấy chỉ từng gói bóng biên cho bà ở thằng mình còn học tỷ còn tay thay em ăn chỉ cái bị cả các bác chết và chăng là thằng tay biết nên ai được biết chết ở bậc Campuchia còn lại ta lúc luôn chỉ ở do vì mình tại mà lòng một tê là xong lên xí cái khởi thá quạt bàn khi hiểm trong lúc luôn ở bậc quạt đầm bây giờ bỏ là từ pra praក្នុងធ្នូនៃការផ្ដួលរំលំរីរដ្ឋាភិបាលស្របច្បាប់ដែលពលរដ្ឋបានបោះឆ្នោតគ្រប់គ្រងជាសកលមានម្ដងនោះគឺនៅក្នុងឆ្នាំ2001សំរងស៊ីបានធ្វើទស្សនកិច្ចឯកជននៅវៀតណាមនិងពីទីនោះគាត់បានអូសរសើរលើការដឹកនាំរបស់ប្រទេសវៀតណាមគាត់បានព្យាយាមបង្ហាញរឹកពីស្និទ្ធស្នាលណាស់ដើម្បីទៅចង់លក់ខ្លួនខ្លាយជាអាយ៉ងទៅឲ្យវៀតណាមដោយសង្ឃឹមថានឹងគេយើងនិយាយកន្លែងហ្នឹងតិចបងប្អូនតើការបកស្រាយអាម៉ាចរិតនេះយើងទទួលយកបានទេបងប្អូនតើរឿងនេះជារឿងពិតទេបងប្អូនណាតើអ្នកណាជាអាយ៉ងយួនពិតប្រកបបងប្អូនអ្នកណាជាអាយ៉ងយួនពិតប្រកបហើយអ្នកណាដែលត្រូវយួននៅបន្ទប់ឆ្នាំ79ដែលយួនវាយចូលមកអ្នកណាដែលត្រូវយួនលើបន្ទប់ឲ្យដឹកនាំកាន់អំណាចហើយអ្នកណាដែលនៅពីក្រោយខ្នងដែលចាប់បែនតវ៉ាន់ចាប់អីដាក់គុកហើយឆ្នាំ85ហ្នឹងគឺហ៊ុនសែនកាន់អំណាចមកអ្នកណាជាអាយ៉ងយួនពិតប្រកបហេតុអីបានជាមកចោលថាលោកសំស៊ីក្នុងឆ្នាំ2001អញ្ចឹងមិនថានិយាយ2001តែគាត់ធ្វើទស្សនកិច្ចទៅជួបប្រទេសវៀតណាមហើយអ្នកដែលអាយ៉ងយួនពិតប្រកបដោយសារភាពដោយខ្លួនឯងដល់ផ្ទាល់គឺជាហ៊ុនសែនណាបងប្អូនគឺជាហ៊ុនសែនដែលនិយាយការពិតកន្លែងហ្នឹងហើយពេលនេះបែរជាវាមកចោលថាលោកសំរងស៊ីជាអ្នកតាមសុំធ្វើអាយ៉ងវិញហើយអ្នកណាគេដឹកនាំប្រទេសដល់សប្តាហ៍ថ្ងៃហ្នឹងអ្នកណាដែលបោះឆ្នោតដោយចាញ់ឆ្នោតកាលឆ្នាំ1993ត្រឡប់ទៅពឹងពាក់យួនចង់កាត់ទឹកដីខ្មែរជាពីរហើយឆ្នាំ1997ហ៊ុនសែនរត់ស្រុកយួនទៅរដ្ឋបហាផ្ដួលរណរដ្ឋហើយការអំណាចដល់សប្តាហ៍ថ្ងៃហ្នឹងតើហ៊ុនសែនណាដែលប្រជាជនបោះឆ្នោតស្របច្បាប់ពីកាលណាមកតែខ្ញុំអ្វីដែលយើងតាមដានទាំងអស់គ្នាបងប្អូនរវាង40ឆ្នាំនេះតើបោះឆ្នោតលើកណាដែលអន្តរជាតិទទួលស្គាល់ថាហ៊ុនសែនមិនលួចសិលឹកឆ្នោតបាទអានេះខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងបងប្អូនបាទបងវិសាចខ្ញុំចង់ឆ្លើយទៅមិនពេញចេញមកនិយាយជាការលៀបពណ៌ញុយញងបំភ្លៃព័ត៌មានគ្មានការពិតដែលរបស់ហ៊ុនសែនកំពុងតែប្រកាសតែខ្លួនឯងស្អប់ប៉ុន្តែហេតុអីគេឲ្យមកយកមកព្រុសបែកនេះអានេះជាការផ្សាយព័ត៌មានញុយញងបំភ្លៃព័ត៌មានណាបងប្អូនជនជាតិស្ដាប់ទាំងអស់គ្នាមើលបងវិសាចបានបកស្រាយហើយចំណុចណាទៅដូចផ្លេចគេហៅថាអាយ៉ងខ្ញុំចង់ឲ្យម៉ៃរិតហ្នឹងនិយាយសារឡើងវិញមើលដូចបញ្យលមកពាក្យថាអាយ៉ងបរទេសហ្នឹងគឺជាអ្វីទៅគេចាត់ទុកថាជាអាយ៉ងបរទេសតើលោកសំរងស៊ីបានធ្វើអ្វីខ្លះទៅតាមសំបំណងរបស់បរទេសហើយបរទេសណាខ្លះបាទឧទាហរណ៍ដូចជារឿងដែលវាចោទថាលោកសំរងស៊ីនឹងបានចុះហត្ថលេខាកាត់ដីខ្មែរទៅឲ្យយួនបងប្អូនគាត់បញ្ជាក់តែទៅលើជនជាតិភាគតិចក្នុងបញ្ញាដែលអាចរស់នៅលើទឹកដីខេត្តជាប់ព្រំដែនកម្ពុជាយួនបានហើយជនជាតិភាគតិចនេះជនជាតិម៉ុងតញ្ញានេះគឺគ្រប់ជាតិសាសន៍ទាំងអស់ច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្សអន្តរជាតិរបស់អង្គការសហប្រជាជាតិជនជាតិភាគតិចគឺមានសិទ្ធិអាចរស់នៅក្នុងប្រទេសណាក៏បានបើមិនជាពួកគាត់រស់នៅក្នុងប្រទេសណាគឺរដ្ឋាភិបាលប្រទេសនឹងមានទួនាទីជាអ្នកថែរក្សាមើលការខុសត្រូវផ្ដល់ទីលំនៅផ្ដល់ដីដល់ពួកគាត់នៅបាទពីព្រោះពួកគាត់ទៅរស់នៅគឺគាត់គ្មានធ្វើអាជីវកម្មពួកជនជាតិភាគតិចណាបងវិសាលមិនធ្វើអាជីវកម្មមិនធ្វើសហគ្រាសធំទេគឺជនជាតិភាគតិចទាំងអស់នោះក៏រស់ដោយពឹងតែនឹងធម្មជាតិទេបាទរស់ដោយពឹងតែនឹងធម្មជាតិទេហើយដូច្នេះហើយបានជា
អង្គការសហជីវជាតិអង្គការសិទ្ធិមនុស្សអន្តរជាតិគេអនុញ្ញាតគេបង្កើតច្បាប់ពិសេសមួយសម្រាប់ជនជាតិភាគតិចគ្រប់ជាតិសាសន៍ទាំងអស់អាចមានតាំងទីលំនៅនៅទីណាបានគឺស្ថិតនៅក្រោមការពារដោយច្បាប់របស់អង្គការសហជីវជាតិសិទ្ធិមនុស្សអន្តរជាតិហើយគ្រប់ប្រទេសទាំងអស់ដែលជាប្រទេសសមាជិករបស់អង្គការសហជីវជាតិគឺត្រូវមានភារកិច្ចទទួលយកច្បាប់នេះទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួនតើប៉ុណ្ណឹងវាចោទលោកសំរងស៊ីទៅក្បត់ជាតិយ៉ាងម៉េចវាចោទលោកសំរងស៊ីកាត់ដីឲ្យយួនយ៉ាងម៉េចលោកសំរងស៊ីអត់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលយួនទេលោកសំរងស៊ីមិនដែលមានរដ្ឋាភិបាលយួនឯណាមកផ្ដាំលោកសំរងស៊ីឲ្យមើលថៃយួនទេលោកសំរងស៊ីមិនបានបញ្ជូនជនជាតិយួនកាត់ដីខ្មែរ20ហិកតា40ហិកតាទៅសាងសង់ធ្វើជាភូមិយួនទេលោកសំរងស៊ីមិនបានហៅយួនឲ្យឡើងពីលើទូកទៅរស់នៅក្នុងលើដីគោកទេណាចង់បញ្ជាក់ប្រាប់ចឹងលោកសំរងស៊ីមិនបានគម្រាមព្រះមហាក្សត្រនឹងរំលាយរាជានិយមបើមិនព្រមកាត់កោះត្រល់ទៅឲ្យយួនទេលោកសំរងស៊ីអត់ដែលធ្វើទៅបែបហ្នឹងទេយើងចង់ប្រាប់ទៅម៉ៃរិតដែលជាមនុស្សកលិចកលុចជាមនុស្សលក់ក្បាលជាមនុស្សដែលនិយាយសទៅខ្មៅគេហៅថាជាអ្នកដែលបំភ្លៃព័ត៌មានជាមនុស្សបំពុលសង្គមជាជនបំពុលសង្គមនឹងឲ្យដឹងឲ្យច្បាស់ថាខ្មែរយើងគេមិនល្ងងគេមិនចេះតែយល់តាមអ្វីដែលម៉ៃរិតនិយាយនោះទេស្អីទៅអាចងវាថាអាចងបោះទីស្អីទៅលោកសំរងស៊ីបានធ្វើលិខិតឆ្លងដែនឲ្យជនបរទេសណាម្នាក់នេះយើងចង់សួរទៅម៉ៃរិតបងពិសាតើលោកសំរងស៊ីក៏បានធ្វើលិខិតឆ្លងដែនទៅឲ្យជនបរទេសណាទេបានធ្វើលិខិតឆ្លងដែនទៅឲ្យថៃណាទេលោកសំរងស៊ីបានធ្វើលិខិតឆ្លងដែនទៅឲ្យជនជាតិចិននេះលោកសំរងស៊ីបានឲ្យជនជាតិចិននោះមើលកាន់ជាឧត្តមសេនីយ៍ផ្កាយ3អត់ចេះខ្មែរប្រវត្តិបើកឡានដេញបុកខ្មែរពេញទីក្រុងផ្សេងនោះតើលោកសំរងស៊ីក៏ដែរធ្វើរឿងបែបហ្នឹងឯងបាទហើយថ្មីនេះជនជាតិអាហ្វ្រិកខាងត្បូងនេះដែលជាជនសង្គមងងឹតដែលត្រូវបានគេតាមប្រមាញ់ជាអន្តរជាតិនេះជាជនឆោបោកជាលំដាប់អន្តរជាតិនេះមានកាន់លិខិតឆ្លងដែនខ្មែរនឹងមិនមែនកាន់លិខិតឆ្លងដែនខ្មែរដូចបងប្អូនយើងធម្មតាទេមិនដូចបងប្អូនជាបរិយាធម្មតាបងលិខិតឆ្លងដែនការទូតលិខិតឆ្លងដែនការទូតតើហេតុអីបានជាម្នាក់នឹងមានលិខិតឆ្លងដែនការទូតតើម្នាក់នឹងបានកសាងគុណសម្បត្តិអីដែលទទួលបានខ្លាយទៅជាជនជាតិខ្មែរទទួលរាប់បញ្ចូលទៅជាជនជាតិខ្មែរម្នាក់នឹងមានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីជនជាតិខ្មែររស់នៅក្នុងប្រទេសខ្មែរ3ឆ្នាំ5ឆ្នាំសាងបានផលប្រយោជន៍អ្វីខ្លះដល់ជាតិដែលអាចឲ្យទទួលស្គាល់ថាមានសញ្ជាតិខ្មែរវាធម្មតាវាតតែវាមានសញ្ជាតិខ្មែរបើវាមានសិទ្ធិកាន់លិខិតឆ្លងដែនខ្មែរហើយលិខិតឆ្លងដែននេះមិនលិខិតឆ្លងដែនធម្មតាលិខិតឆ្លងដែនការទូតទៀតតើលោកសំរងស៊ីគាត់មានអំណាចប៉ុណ្ណាទេទៅចេញលិខិតឆ្លងដែនការទូតអីគេហើយចង់ប្រាប់ហាក់ទីនហើយនឹងយិញលាក់កាន់លិខិតឆ្លងដែនខ្មែរហ្នឹងក៏មិនមែនលិខិតឆ្លងដែនធម្មតាដែរបងប្អូនសិតតែលិខិតឆ្លងដែនការទូតបាទលិខិតឆ្លងដែនដែលមានលក្ខណៈពិសេសដែលគ្រប់ប្រទេសទាំងអស់គេផ្ដល់តម្លៃថាជាមន្ត្រីការទូតជាបេសកជនពិសេសរបស់រដ្ឋាភិបាលនៃប្រទេសណាមួយនេះគឺជាទង្វើក្បត់ជាតិពេញទីនេះគឺជាទង្វើអាយ៉ងបរទេសបំរើបរទេសពេញទីលោកសំរងស៊ីដែរធ្វើទង្វើអស់ហ្នឹងយើងចាប់ទៅម៉ៃរិតបាទតែគាត់បានធ្វើរឿងអស់ហ្នឹងក្រៅតែពីរឿងដែលគាត់និយាយថាចំនួនព្រំដែនរវាងខ្មែរនិងថៃគឺកើតចេញពីទំនាស់ផលប្រយោជន៍រវាងហ៊ុនសែននិងថាទីនបាទគឺជាការពិតអ្វីដែលលោកសំរងស៊ីគាត់លើកឡើងនេះគាត់មិនចង់ឃើញប្រជាពលរដ្ឋខ្មែរនិងប្រជាពលរដ្ឋថៃដែលជាជនរងគ្រោះទៅពីក្រោយសង្គ្រាមរវាងអ្នកនយោបាយពីប្រទេសហ្នឹងបាទខ្លាយទៅជាជាតិសាសន៍អត់គ្នាមានគំនុំគុំពួនគ្នាជាធម្មតាបងពិសាយើងទឹកចិត្តយើងជាតិនិយមបើសិនជាមានអាមេដឹកនាំខ្វាខូចវាបញ្ឆេះឲ្យមានកំហឹងរឿងយកជាតិនិយមយើងទាំងចិត្តខ្ញុំទាំងចិត្តគេគឺយើងពុះកញ្ជ្រោលយើងខឹងថៃធ្វើដាក់យើងហើយថៃហ្នឹងវាខឹងខ្មែរយើងដោយសារតែព័ត៌មានរបស់ថៃព័ត៌មានរបស់វាហ្នឹងផ្សាយមកថាខ្មែរយើងរំលោភដីវាយកដីវាអ្នកខ្លះប្រជាជនថៃខ្លះដែលវាខឹងយើងហ្នឹងវាមិនដឹងថាខ្សែព្រំដែនបកគោលព្រំដែននៅតាណាផងវាមិនដឹងនៅតាណាផងពិសាប៉ុន្តែដោយសារព័ត៌មានវាផ្សាយចឹងទៅវាឆ្លួតទៅវានាំគ្នាស្អប់ខ្មែរតាមហ្នឹងទៅវាគូផ្សំទៅនឹងតាមរយៈការដឹកនាំដ៏មហាអស្ចារ្យរបស់ហ៊ុនសែន40ឆ្នាំនេះវាធ្វើឲ្យខ្មែរយើងខ្លាយទៅជាជនជាតិមួយដែលទៅប្រកបការងារសុំទានគេច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃដោយសារតែការដឹកនាំរបស់ហ៊ុនសែនទើបឈាមជ័រខ្មែរយើងជាឈាមជ័រអង្គរខ្លាយខ្លួនទៅជាអ្នកសុំទានទៅតាមដងផ្លូវនៅប្រទេសថៃច្រើនមែនទែនបាទទង្វើអស់នេះដែលធ្វើឲ្យវាជាតិសាសន៍វានឹងវាមានគំនិតនៅក្នុងចិត្តស្រាប់ហើយវាមើលងាយវាមើលថោកទៅលើជនជាតិខ្មែរយើងថាខ្មែរយើងទៅណាគឺអត់មានកិត្តិយសអត់មានតម្លៃហើយមិនមែនតែថៃទេដែលវាគិតបែបហ្នឹងណាបងប្អូនតាមអាមេរិកក៏ដោយកាណាដាក៏ដោយអូស្ត្រាលីក៏ដោយបើសិនជាឃើញជនជាតិខ្មែរនៅខិតឆ្លងដែនខ្មែរគាត់នឹងចង់ទៅលេងប្រទេសគេទេចង់ទៅសុំវីសាដើម្បីឡើងមកលេងអាមេរិកមកលេងអូស្ត្រាលីមកលេងកាណាដាទេណាគឺគេសុខចិត្តបង្ហាញថាអូខ្ញុំមានជួយខ្ញុំនៅក្នុងធនាគារមានប្រមាណបង្ហាញគេអស់លីងមានផ្ទះប្រមាណកន្លែងមានក្រុមហ៊ុនដីខ្លះបង្ហាញគេអស់លីងបាទ
អាមេរិកគេដើរធ្វើដល់ប៉ុណ្ណឹងយើងចង់ដើរលេងទៅណាទៅណាហ៊ានទៅសួរឯងឯងមានលុយប៉ុន្មានរឿងឥឡូវហ្នឹងគេថាឯងបើងាយអញដើរលុយអញដើរលេងប៉ុណ្ណឹងចុះអញហ្នឹងប្រាប់ឯងថាអញមានលុយប៉ុន្មានឯងស្អីទៅមើលងាយអញមែនបងប្អូនប៉ុន្តែយើងអត់ដែរគិតចំណុចហ្នឹងទេណានៅពេលដែលគេសុំមើលយើងមានអីប្រហែលហ្នឹងយើងសុខចិត្តប្រមាណប្រមូលមានប្រមាណសេនប្រមាណអីសុខចិត្តខ្ចីលុយគេទៅដាក់ធនាគារថែមទៀតដើម្បីឲ្យឃើញលុយខ្លួនឯងហ្នឹងកាន់តែច្រើនយើងអត់ដែរមានគិតគំនិតមួយថាតូចចិត្តថាអូគេមើលងាយជាតិសាសអញហ្នឹងគាត់អញចង់មានលុយចង់ទៅលេងស្រុកគេសោះសុខចិត្តបង្ហាញរឿងផ្ទាល់ខ្លួនទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យគេដឹងអស់នេះតាបងវិសាលមើលគាត់តែគេសួរថាឯងchơiការបានប្រហែលប្រហែលហ្នឹងក៏គេខឹងដែរក៏គេអន់ចិត្តដែរសំណួរគេថាសំណួរមើលងាយគេណាអាមេរិកអត់បានទេបងប្អូនអាមេរិកអត់បានទេបាទខ្ញុំមកដំបូងខ្ញុំមានដឹកខ្យល់អីទេធ្វើការហ្មងបានប្រាប់គេតាមត្រង់ហ្នឹងគេវិញជាតិមើលមុខយើងអត់ដឹងបងដល់ពេលយើងនៅយូរទៅបើយើងដឹងពីសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់សេចក្តីថ្លៃថ្នូររបស់បុគ្គលរៀងៗខ្លួនណាបាទគេមានការគោរពសិទ្ធិគ្នាទៅវិញទៅមកអញ្ចឹងបាទយើងដឹកឃើញអូខ្មែរយើងគឺទៅការដឹកនាំរបស់ហ៊ុនសែនណាធ្វើឲ្យខ្មែរយើងធ្លាក់តម្លៃបាត់តម្លៃហើយយើងអត់ដឹងខ្លួនឯងអត់ដឹងខ្លួនឯងទេបាទហ្នឹងបងចំពោះខ្មែរយើងខ្លះដែលធ្វើវីសាចង់មកលេងសហរដ្ឋអាមេរិកមកលេងអូស្ត្រាលីគេសួរយកទ្រព្យសម្បត្តិអញ្ចឹងគេសួរយកមានផ្ទះមានទ្រព្យសម្បត្តិអីខ្លះតែខ្លះគេមានអំណួតទៀតតែអញតែមានតែអញមានផ្ទះយកតម្កល់អញមានលុយយកតម្កល់អញមានអញចេញមកក្រៅប្រទេសស្រួលអញ្ចឹងអ្នកខ្លះគេមានអំណួតអញ្ចឹងបងប្អូនមានមោទនភាពប៉ុន្តែគ្នាមិនបានគិតដល់ថាប្រទេសផ្សេងគេកំពុងតែមើលងាយខ្មែរហេតុអីបានគេទីមទាចង់ដឹងរឿងទាំងអស់ហ្នឹងពីព្រោះគេគិតថាបើសិនជាយើងមានលុយមានទ្រព្យសម្បត្តិច្រើននៅក្នុងប្រទេសកម្ពុជាយើងអត់គេចមករស់នៅក្នុងប្រទេសគេទេព្រោះប្រទេសគេធ្វើការពារជនឆ្លងដែននៅតាបវេសដែលខុសច្បាប់យ៉ាងពីចំនួនមុនមានបងប្អូនណាគ្រប់ប្រទេសទាំងខ្មែរទាំងចិនទាំងយួនខ្ញុំមិនចោទទេប្រទេសណាក៏ដោយឲ្យតែធ្វើវីសាមកលេងសហរដ្ឋអាមេរិកមកលេងហើយគិតដល់កំណត់ថ្ងៃត្រឡប់ទៅវិញគិតអត់ទៅវិញទេដើម្បីចង់រស់នៅសហរដ្ឋអាមេរិករស់នៅយូរទៅអាចស្គាល់គ្នាស្គាល់សាច់ញាតិស្គាល់មិត្តភក្តិណាទៅរៀបការគេទៅមានសិទ្ធិអាចរស់នៅសហរដ្ឋអាមេរិកបាទប៉ុន្តែឥឡូវនេះអាចធ្វើជាងបានទៀតទេបងប្អូនណាបាទខ្ញុំសូមជែកកន្លែងហ្នឹងហើយខ្ញុំចង់ឃើញបងប្អូនយើងមួយចំនួនគាត់ចង់ឲ្យឆ្លើយទៅវិញថាឲ្យម៉ាយរឹតឆ្លើយវិញថាពាក្យអាយ៉ងយួនដោយបងឯដងសៀងបាទគាត់សរសេរត្រូវគាត់ឆ្លើយត្រូវគាត់ថាពួកពាក្យអាយ៉ងគឺប្រើសំដៅទៅតែមេដឹកនាំប្រទេសទេលោកសំរងស៊ីមិនបានមេដឹកនាំប្រទេសតើធ្វើអាយ៉ងគេយ៉ាងម៉េចកើតបងប្អូនណាពាក្យថាអាយ៉ងប្រទេសមួយទៀតគេត្រួតត្រាមេដឹកនាំអាយ៉ងប្រទេសមួយទៀតអានោះបានគេហៅថាអាយ៉ងកើតបាទប៉ុន្តែម៉ាយរឹតនេះទាំងវើម៉ាយរ៉ិននេះប្រហែលជាល្ងងខ្លៅរៀនអត់បានសូត្រដល់ដើម្បីការពារម្ចាស់ខ្លាំងពេកវាប្រែទៅជានិយាយខុសបាទអូខេឥឡូវបងប្អូនចង់ស្ដាប់ពាក្យភាសាហ៊ុនសែនឥឡូវខ្ញុំមានសម្លេងហ៊ុនសែនឲ្យបងស្ដាប់ខ្ញុំសេវទុករហូតបងប្អូនអាហ្នឹងពេលនៅថ្ងៃណាមួយយើងឲ្យហ៊ុនសែនយើងមានតែនៅពីលើក្បាលមកខ្ញុំនិយាយទៅតាមព្រោះថាចង់ឲ្យនិយាយតាមទៅតាមមកបើតាមទៅតាមមកយើងទៅតាមហើយនិយាយឲ្យប្រជាជនខ្មែរបានដឹងកងទ័ពវៀតណាមនៅកម្ពុជាជាង100000នាក់ខ្ញុំអាយ៉ងវៀតណាមប៉ុន្តែគ្មាននរណាមួយចង់ឲ្យបាត់បង់ទឹកដីទេតែធ្វើម៉េចបើនៅក្រោមអំណាចគេហើយខ្ញុំបាទអត់លើហ្នឹងហើយបងប្អូនស្ដាប់ច្បាស់នៅអាម៉ាយរ៉ិតស្ដាប់ឮនៅអាម៉ាយរ៉ិតតើអ្នកណាជាអាយ៉ងគេពិតប្រាកដមានទាំងសម្លេងមានទាំងផតតាងហ៊ុនសែនថែមនឹងសារភាពបញ្ជាក់ទៀតបងប្អូនហើយដូចមានសម្លេងមួយទៀតដែលដូចមានសម្លេងហ៊ុនសែនសម្លុតស្ដាច់ទៀតអូសម្លេងហ៊ុនសែនក្បត់ជាតិមានច្រើនណាស់បងបាទអូនេះបងប្អូនស្ដាប់ហ្នឹងនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមានអំពីការផ្លាស់ប្ដូររបបរាជានិយមនៅក្នុងប្រទេសកម្ពុជាបើសិនជាមានការលំបាកនៅក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមថ្មីជាមួយប្រទេសវៀតណាមនោះលោកខេមរាជួនស៊ីលេងរាយការណ៍អំពីរឿងនេះមេដឹកនាំខ្មែរលោកហ៊ុនសែនប្រមានធ្ងន់នៅថ្ងៃនេះជាសាធារណៈចំពោះការពិនិត្យមើលលទ្ធភាពផ្លាស់ប្ដូររបបនៅក្នុងប្រទេសកម្ពុជាប្រសិនបើសន្ធិសញ្ញាព្រំដែនបន្ថែមប្រឈមមុខនឹងការលំបាកឬជំទាស់ក្នុងការចុះហត្ថលេខាដោយព្រះមហាក្សត្របាទនេះគឺបាននិយាយខ្ញុំនិយាយជាមួយបែកកបែខ្ញុំថាបងនិយាយប្រាប់ឲ្យដល់ពេញចន្ទល់នេះកុលភេងនេះតែគាត់ថាវីនេះពីសវត្តបណ្ណារាវិញទៅអស់ហើយខ្ញុំប្រាប់បែកកបែពេលជួបតាទូណាបងបើលើកនេះវាក៏បាននិយាយទៅពីនឹងឡើងវិញយើងគួរទុករាជានិយមឬត្រូវថាទេណាមិនដែរបងប្អូនមិនដែរបើច្បាស់ណាស់ម៉ៃរ៉ិតកុំទួថាមិនដែរបងប្អូនមិនដែរអាម៉ៃរ៉ិតមិនដែរម៉ៃរ៉ិត
តើណាគេអាយ៉ងយួនពិតប្រកបអាណាគេអាយ៉ងចិនពិតប្រកបដែលណាគេដែលជាពាក់លុយចិត្តច្រើនជាងគេឥឡូវដល់លេមិត្តដែលថែបចិនហ្នឹងមកសមយុទ្ធជាមួយថៃឯងនៅថ្ងៃទីប្រហែលនេះគេនឹងសមយុទ្ធតបអាកាសដែលរឿងថ្មីនេះចិនវានឹងបញ្ជូនយន្តហោះចម្បាំងរបស់វាស្អី J10 អញ្ចឹងឯងបងប្អូន J10 ឬក៏ C10 ឯងរៀង C10 ឬក៏ J10 ហ្នឹងមកវឹកហាត់ជាមួយនឹងយន្តហោះ Gripen របស់ថៃដែលទិញពីប្រទេសស៊ុយអែតបងប្អូនណាឥឡូវដូចជាយើងមើលទៅហាក់ដូចជាចិនកំពុងតែបង្រៀនថៃឲ្យចេះប្រើបើយន្តហោះ Gripen តម្លាក់នៅខ្មែរវិញឬថ្មីនេះហ៊ុនថៃគេបានប្រើយន្តហោះហ្នឹងតម្លាក់ F16 ហើយនឹង Gripen ហ្នឹងតម្លាក់លើទឹកដីខ្មែរដែលសង្គ្រាមទល់ដៃហ្នឹងហើយដោយសារតែ F16 ហ្នឹងគឺកុងត្រាទិញពីសហរដ្ឋអាមេរិកមានការចុះហត្ថលេខាទទួលស្គាល់ថាយើងមិនអាចប្រើយន្តហោះហ្នឹងដើម្បីវាយផ្ដួលប្រទេសគេទេគឺសម្រាប់តែការពារខ្លួនការពារប្រទេសរបស់ខ្លួនហើយពេលនេះហើយបានជាថៃអត់ហ៊ានប្រើ F16 ទេគឺថៃប្រើ Gripen របស់ស៊ុយអែតហ្នឹងឬក៏មានចុះហត្ថលេខាសន្យាជាមួយគេចឹងដែរឬអត់ទេខ្ញុំមិនដឹងច្បាស់ទេបងប្អូនកន្លែងហ្នឹងចាំមើលយើងតាមដានបន្តទៀតតាមដានច្បាប់ប្រទេសស៊ុយអែតនិងស៊ុយដិនបន្តទៀតបាទត្រូវហើយបងវិសាចហើយដោយសារតែចិនទៅធ្វើសមយុទ្ធយោធាជាមួយថៃនឹងហើយដែលធ្វើឲ្យបដូរចំហហៅឆាក់ទៀនទៅសិតតែអាដាមនោះបាទអាហ្នឹងក៏ជាមូលហេតុមួយដែរបងវិសាចបើគិតមើលទៅបាទគិតមើលទាំងអស់គ្នាទៅដោយសារតែបងដែលថាគិតថាអាមួយទៅឈរកដាលថតថងឈរកដាលថ្ងៃមុនឥឡូវនេះទីបំផុតទៅជាចាប់សមយុទ្ធធ្វើសមយុទ្ធយោធាជាមួយថៃអញ្ចឹងបងវិសាចគ្នាតច្រកមែនតើនេះបានដល់ថ្នាក់ហៅសិតតែអាយដាមហៅអីណាដូចជាគោរពដូចជាអីមុនចឹងនិយាយលក្ខណៈតច្រកខ្លាំងមែនតើនេះបងវិសាចបាទហើយរឿងយន្តហោះរបស់ស៊ុយអែតនេះយើងនិយាយអំពីទំនាក់ទំនងរវាងស៊ុយអែតនិងកម្ពុជាសារឡើងវិញបងប្អូនមានដឹងទេថាស៊ុយអែតគេបានដកស្ថានទូតស៊ុយអែតចេញពីប្រទេសកម្ពុជានៅឆ្នាំណាហើយបងប្អូនគឺប្រហែលឆ្នាំក្រោយពេលដែលហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិគឺប្រទេសស៊ុយអែតនឹងឯងគេបានស្រែកគេបានចេញសេចក្តីថ្លែងការណ៍គេស្គាល់ទោសហ៊ុនសែនខ្លាំងណាស់ពាក់ព័ន្ធទៅនឹងការរំលាយគណៈបកសង្គ្រោះជាតិពាក់ព័ន្ធទៅនឹងការចាប់អ្នកប្រជាធិបតេយ្យធ្វើទុកបុកម្នេញទោសសកម្មជននយោបាយអីជាដើមនោះគឺស៊ុយអែតចេញស្រែកខ្លាំងហើយបងវិសាចបងប្អូនជំនឿហើយអញ្ចឹងហើយបាទហ៊ុនសែនមិនត្រឹមតែមិនឆ្លើយតបទេថែមទាំងកើនឌឺទៅកាន់សហភាពអឺរ៉ុបទៀតហ៊ុនសែនគឺជាប្រទេសទីសំទុះស៊ុយអែតគឺជាប្រទេសទី1ដែលសម្រាប់ដកស្ថានទូតចេញពីកម្ពុជាដោយសារតែគេមិនអាចទទួលយកបាននៅទង្វើឈ្លានរំលោភសិទ្ធិមនុស្សរបស់ហ៊ុនសែននឹងឯងបងប្អូនណាអញ្ចឹងខ្ញុំគិតថារឿងស៊ុយអែតលក់យន្តហោះឲ្យហើយនេះមិនស្រួលនឹងស៊ុយអែតក៏គេមិនមែនថាគេមិនអាណិតប្រជាជនខ្មែរប៉ុន្តែគេស្អប់របស់ហ៊ុនសែននឹងតែម្ដងបងពិសេសជាការពិតដល់ហើយរឿងបញ្ហាប្រទេសស៊ុយអែតដកស្ថានទូតចេញនេះស្ថានទូតគេដកចេញពីប្រទេសកម្ពុជាហើយប៉ុន្តែគេនៅស្ថានទូតនៅថៃបើមានការអីគេអាចតំណែងតំណងគ្នាធ្វើការបានប៉ុន្តែហើយបងប្អូនណាខ្ញុំមានតែសម្លេងតែហ៊ុនសែននិយាយប្រាប់សូហ្វីពេជ្ររបស់យើងដែលជាក្រុមការងារយើងហ៊ុនសែនក៏បាននិយាយប្រាប់ដែរហ៊ុនសែនបានចោទថាមកពីស៊ុយអែតនឹងគេត្រូវការសន្សំលុយគេចំណេញនេះស្ទួតមែនហ្មងបាទថ្ងៃណាខ្ញុំយកសម្លេងអាពាក្យហ្នឹងនិយាយហ្នឹងជាការមើលងាយស៊ុយអែតទៅបងវិសាចមើលងាយប្រទេសគេណាអត់ដឹងទេគេខាប់មើលគេហើយប្រទេសស៊ុយអែតបងប្អូនណាយើងឃើញស៊ុយអែតនឹងថា Sweden ហ្នឹងជាប្រទេសមួយដែលជាគំរូនៅមកសេដ្ឋកិច្ចទី20បងប្អូនមិនមែនជាសេដ្ឋកិច្ចគេអនទេណាគេធ្វើដល់យន្តហោះចម្បាំងបកើតណាបងប្អូនណាបាទតែគេអនមកបានទេបាទនៅក្នុងទីក្រុងហ្នឹងមិនតែមិនយន្តហោះចម្បាំងទេអាឡានស៊ុយអែតក៏អនVolvo បាទ Volvo ឡានបារាំងសាបបងប្អូនតែគេឡានសាបទេហើយយន្តហោះGripen ហ្នឹងក៏ម៉ាក់សាបដែរបងប្អូនម៉ាក់សាបហ្នឹងក្រុមហ៊ុនគេណាក្រុមហ៊ុនគេធ្វើដល់ហ្នឹងទៅមួយទេបាទកន្លែងហ្នឹងយើងចង់បញ្ជាក់ចឹងថាមកពីស៊ុយអែតជាប្រទេសមួយដែលផ្ដល់ជំនួយឲ្យកម្ពុជាជាច្រើនណាគេផ្ដល់ជំនួយខាងសិទ្ធិមនុស្សខាងប្រជាធិបតេយ្យហ្នឹងដល់វាមើលទៅឃើញអស់សង្ឃឹមទៅលើប្រទេសកម្ពុជាយើងវាមិនអាចរក្សាប្រជាធិបតេយ្យបានណាគេដកទូចេញទៅគេជប់ធ្វើការជាមួយកន្លែងហ្នឹងយើងតែខ្មែរអីដែលគួរអាម៉ាស់មុខមិនគួរមកចោទថាគេអត់មានលទ្ធភាពត្រូវការសន្សំលុយឯណាអាស្ថានទូតមួយគេចំណាយលុយប្រហែលតាមឲ្យស្ថានទូតនៅស្រុកខ្មែរហ្នឹងបងប្អូនណាថាគេអត់លុយងាប់ហើយនិយាយមកអត់ចេះខ្មាស់គេមែនទេបងប្អូន
bật sầm lên rồi sum tôm bong sai đi mà xui ai cái đắp tới mà cái bài những người nghe ai trả nhớ bắt lôi đó là từ mặt đắp anh tỏ than tôi được sao anh bắt lôi vậy ố anh đi người nghe ai anh tỏ than tôi được sao anh bắt lôi bong sai bong mình chỉ làm lan Volkswagen này Volkswagen mình bỏ cả rằng Volvo này Volkswagen thì bong là bong Volvo bong xui ai thua trong miền tu nhưng mà chắc nó là nó xin Volvo nó làm xui ấy đây làm với người thay thế nó có làm với xa đó là mình bạn chứ sạp mà sáp có xui ấy đôi chia viên miền vì miền vì mà chẳng tới đôi giờ Korea đôi chân còn tới đây bong cái chia bật tên nó cũng pu sẽ cái khi mà thấy hay bắt đôi anh đi buồn chân cái khăn lúc đó là cái đó tụt trên tay hái à cái đó tay hái đang dây chơi cái khăn căn là khăn mà chọn tiếng nó bông bị tàn đi anh mà vẫn đang đá anh học lối nếu bà bật tay kia chơi khăn á hôm sai nên cứ ngọt vô hay và cái đọ vô hay phần hai bật tay kia này bật tay trên thập tay kia ở kho cái vô ở vô trên tục đạn mà nó chua với hôm sai nhá vì miền là bật tay thay thả xin khăn hôm sai khăn na chẳng ban na thả xin bật tay thay đừng vô còn là bạch sọc sắc hôm sai mình đó về tầm nặng cả đấy khi hôn sai trên một phía xa là slow bố đấy mà vốn phía xa hôn sai này gì nhé cứ cầm pung tay ẩm vo thả xin đấy mà vốn ở đây trong đáp á cái vi út cái ăn na bực mai sau đó ngơ bùi vài bùi rừng qua nhà thay vót bản la luôn vô tụi đây mai vì ở khoa khoai từ rồi thì top scat đấy bàn tay thì trên nhà bài ca máu người thì chào lúc xong chỉ thà thật chỉ ở dòng rich ở dòng chân ở dòng yun xong thời dòng ấy ca bất họ sơn lấy hôn sai thời dòng nghề mà chết ở vì ở gì bằng vốn ta mắc cái đấy bằng vốn trong có là mai đại nè control à bóp lại ca control à mấy cháu đó đại lư sầm lên chân tao với chết mắc cái ở bằng vốn đó buồn đi một cặp mà tên mẹ phụ năng mình đăng thấy bọnแต่phụ năngคือmột lượng tham một mắc cái nó bị lên mắc cái đấy bong vì saoมือmùi thua ôn thua được bù chỉ ta on nữa vì nó bay bútไปเลยมาเองนะบงcái phá mới gọi là sa nó chỉ cầm con rắn vậy bắt đây chúng ta sa nó một cái định giờ lời check nhầm xong checkมือติดสัญญาณ ok nên là bọn lời những step mày rồi tao để bọn tôi bán cả con trâu bị bò tết xui ai đó bong sao có xui ai đó bongคิดให้มันทราบว่าคุยไอ้บ่คุยไอ้เหรอ Nó là trong thanh chẳng đấy, Sam Boswick đến là cái bản mở có tiếng đón SAAB á. Bà trong club miền là nó mới bà là nó lối Sam. Chụp club bà là một màn tham khôi tới đăng tin mà đợi xịt. Bà bảo Campuchia. Con tái coi cả quốc gia là cái ai từ trong Việt Nam. Tôi bay bàn trước cho môi đằng Israel trong quốc Việt Nam được trong năm phi quán môi địa quyền của đói. Quốc công văn banสำหรับตามบ่มน้องต้องเพื่อที่จะยอมหนุนเล่าซ้อมแรงซีใครเมื่อบ้านต่อไปตื่นได้เนี่ยใจปีเราท่าพิบาลครองอันน้อยมองอันนั้นติดจันดึงเราเมื่อเรื่องใครของเพจชนะพิบาลนักบุญซ้อมแรงซีของเพื่อสมเพียรช่วยตัวฟินิกส์ระบบปฏิจันครองริตดีของปิ้งก็บ้านพระสมเด็จยืดประหารนักบอลเรือสหรัฐอเมริกายืดประหารนักบอลเรือเวียดนามพ้องเขาก็บ้านเรือสาวๆอุดปีปฏิจันดึงเราcái tơ bóng vô là nó sụn lấy với chả rút đuôi hôn sai nó không bên cái tôi này dễ chỉ muốn từ tôi đang chào cái ta cái từ tôi là do xong nó chỉ buồn là việc sẽ đáp ăn đấy à cái chụp sủng phi nó kia là dễ bị đường ấy thôi cho anh nè đây là thứ là do phân có đó vì ông dễ bóng vô nó vì ông chỉ mặc cái để hôn sai tôi là do cái miết sủng lấy với thằng phò ta hai hôn sai nó ở sân được miên yun nó vượt top đấy giảm mắt thằng phép hôn sai miết này na mà đất non mà tết đó dọc ngày đang đây bà mà phong cư là trong snap video của phong đại chữ của mình phong mai yêu chân tầng phong thắt than hơn chân này có thà sợ phong nó chơi snap video con tay bởi dương là chơi snap video tao dương vay bỏ tao bên mấy cái phong nó đôi bản đa chứ bởi dương ở tầng mơ ba kia dương tốt với kia mấy cái dương còn mơ là cái hạt cái ba dây môi dương người dương về dương là một con lừa xài biến nó phong nó bản đa vay sợi cái đây bởi dương rất đại cu na cái tơ thì cột môi dương dương tam bảo bọt cái nó quay cho nó vào màn đong tranh vào màn đong hơi các bài sầm khăn mà vì các bài ấy bài khăn khăn bay được khăn chương được cái bởi cho dương đăng vì các bài cho nó cái chữ ba bây giờ làm quay và dương quay ở tranh cái và dương ai túc
យើងមានស្មារតីទប់ទល់ប៉ុន្តែបើយើងថាអាហ្នឹងអន់ណាយើងចេះតែថាអូវាអន់ណាតែពេលឡើងទៅគេបកមកកែងមកពុះបងប្អូនគឺអាចសន្លប់បានណាបងប្អូនណា បងប្អូនបងពិសេសពួកគាត់ក៏ដឹងហើយក្បាច់ហ៊ុនសែនក្បាច់ខ្លាំងជាងគេគឺជេររត់ជេររត់ហើយគេឲ្យកូនចៅគេមកចោតអាអ្នកដែលត្រូវគេជេរហ្នឹងទៅជាជន់ពីលអាអ្នកដែលជេរគេវាមិនពីលវាទៅជាពីលអ្នកទៅគេជេរអូពួកនេះហើយពួកអាហ្នឹងវានិយាយបានណាបងប្អូនគិតមើលពួកអាយ៉ងរបស់ហ៊ុនសែនទាំងអស់នោះវាបងវាខ្លាចទៅរួចដែលមេរបស់វាជេរម្ដាយគេប្រមាថម្ដាយគេជេរម្ដាយគេរត់ហើយហ្នឹងវាទៅជានាំគ្នាទៅសារណាហ៊ុនសែនហ្នឹងជនរងគ្រោះបងវិញចិត្តបងប្អូនគិតមើលគាត់តែប៉ុណ្្នឹងរឿងច្បាស់នៅមុខប៉ុណ្្នឹងវាហ៊ាននិយាយសទៅជាខ្មៅទៅជាសបានណាអញ្ចឹងគាត់ខ្លាចទេបងបាទហើយបងព្រំគឿនបងព្រំគឿនក៏នៅហ្នឹងបងវិសាខ្ញុំថ្ងៃនេះទទួលថវិកាចូលកាន់បិណ្ឌជាមួយនឹងវត្តភ្នំត្រីជាមួយក្រុមយុវជនយើងបានបងព្រំគឿនក៏ចូល100បងKimberly ក៏គាត់ចូល100ដែរបាទហើយពីម្សិលមិញខ្ញុំបានប្រកាសហើយអ្នកមីងតាំងហុងបាទមីងតាំងហុងក៏បានចូល50ដែរបាទអញ្ចឹងនឹងអាប់ដេតជារៀងរាល់ថ្ងៃបងបាទហ្នឹងហើយបងប្អូនថ្ងៃយើងធ្វើហ្នឹងថ្ងៃសៅរ៍ថ្ងៃសៅរ៍ក៏មកថ្ងៃសៅរ៍នេះហ្នឹងហើយថ្ងៃសៅរ៍នេះមិនខ្ញុំផ្ញើចេញទៅបាទថ្ងៃតុកឲ្យខ្ញុំផ្ញើទៅឲ្យសពនឡារីដើម្បីឲ្យគេដឹងបាទបាទផ្ញើទៅសពនឡារីក៏បានបើផ្ញើទៅគុណម្ចាស់ក៏បានប៉ុន្តែបញ្ជាក់ផងថាយើងចូលកាន់បិណ្ឌជាមួយសពនឡារីបាទជាមួយយុវជនសកលបាទអូខេហ្នឹងហើយបងប្អូនស្ដាប់តិចទៀតបងប្អូនតធុញបាទបងវិសាជប់ចៅវាទៀតបងព្រមគ្រឿងគាត់ឈឺថ្មីស្ដាប់សំឡេងម៉ៃគ្រិនដល់ឈឺថ្មីហើយគាត់ស្ដាប់ទៅគាត់គ្រឹះពេកខំថ្មីលើដល់ឈឺមកវាថាស្ដាប់ពួកវាការរូបចិត្តបងប្អូនគឺកុំយករូបមន្តសនារាស្ដាប់ពួកវាការរូបចិត្តយើងស្ដាប់ពួកវាយកជារឿងកំ pl ែងពីពួកវាជួយចិត្តលេងរឿងកំ pl ែងណាចាប៉ុន្តែការចង់លុកខ្លួនធ្វើជាអាយ៉ងឲ្យសាធារណរដ្ឋប្រជាពលរដ្ឋចិននេះពេលនោះមិនត្រូវបានប្រទេសចិនទិញខ្លួនរបស់គាត់ឡើយពីនោះមកគាត់បានងាកមកសរសើរសហរដ្ឋអាមេរិកវិញម្ដងប៉ុន្តែរហូតមកទល់នឹងពេលនេះការចង់លុកខ្លួនធ្វើជាអាយ៉ងទៅឲ្យសហរដ្ឋអាមេរិកក៏នៅតែគេមិនទាន់ទិញខ្លួនរបស់គាត់ទៀតដោយសារតែនយោបាយក្រឡិចឆ្អិនក្បាលស៊ីក្បាលនិងឆ្អិនកន្ទុយស៊ីកន្ទុយគ្រប់ករណីទាំងអស់នៅមានអំណាចបរទេសណាដែលប្រើប្រាស់សមរម្យស៊ីមានតម្លៃនយោបាយនៅគ្មានអធិពលអ្វីសូម្បីតែបន្តិចឡើយពីព្រោះគាត់បានក្បត់ខ្មែរក្បត់គ្នារបស់គាត់ម្ដងហើយម្ដងទៀតក្បត់ដោយគ្មានរៀបចំសម្រាប់ចុងក្រោយបានក្បត់អានេះទៅហើយអានេះឥឡូវសុំធ្វើចុងថ្ងៃទៀតសមរម្យស៊ីបានបងជំនាញថ្មីមួយងាកទៅរកប្រទេសថៃដើម្បីចង់ឲ្យអ្នកនយោបាយក្នុងក្រៅបាងកកប្រើប្រាស់ដើម្បីការឧបករណ៍ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាបាត់កលនេះប្រហែលជាជំហាននៃស្នៀតចុងក្រោយមួយនៃជីវិតរបស់សមរម្យស៊ីហើយពីព្រោះបុគ្គលរូបនេះហាក់ដូចជាគ្មានជាអ្វីក្រៅពីស្នៀតលោកខ្លួនជាអាយ៉ងដើម្បីបម្រើបរទេសក្នុងលក្ខខណ្ឌប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាតែប៉ុណ្ណោះសមរម្យស៊ីក្នុងការប្រើប្រាស់ស្នៀតចុងក្រោយដើម្បីចង់ទៅធ្វើឲ្យប្រទេសថៃទុកចិត្តខ្លាចជាអាយ៉ងនោះគាត់បានប្រើប្រាស់ពាក្យសម្ដីរបស់គាត់បង្កភាពឈឺចាប់ដល់ជាតិនិងប្រជាជនដែលគេមិនអាចបំភ្លេចបានឡើយសមរម្យស៊ីជាមួយនឹងការបញ្ចេញកាយវិការឆ្កាដៃឆ្កាជើងនៅថ្ងៃទី10សីហាឆ្នាំ2025នៅក្នុងទីក្រុងឆាក់បើអញ្ចឹងយើងមានន័យថាលោកសមរង្ស៊ីគឺមិនខុបខិតជាមួយថៃក្បត់ជាតិទេប៉ុន្តែអ្នកខុបខិតជាមួយថៃគឺហ៊ុនសែនពិតប្រាកដហើយបញ្ជាក់ច្បាស់ហើយគឺម៉ៃរិតក៏ប៉ុន្តែម៉ៃរិតជួយដោះស្រាយឲ្យសមរង្ស៊ីតែដោយហ៊ុនសែនចោលថាសមរង្ស៊ីគាត់ខុបខិតជាមួយថៃវិញបាទជាមួយថៃហ្នឹងហើយបងប្អូនខ្ញុំដកដល់បងប្រុសគឺកំជិះថ្មីទៀតមិនបាច់ទៅដេកទីទេបងព្រមគ្រឿងគាត់នេះគាត់ទៅសម្អាតឲ្យពេទ្យគេសម្អាតថ្មិញធ្វើឲ្យសអញ្ចឹងគាត់សោចស្អាតដែរបាទហើយបងប្អូនខ្ញុំម៉ៃរិទ្ធនេះណាឈ្មោះគាត់នេះហៅមិនស្រួលទៅជាម៉ារិទ្ធ
Kim Hammer you want the clip I think this clip too long I don't know how to send it to you បងឯងមិនសិនឈ្មោះគាត់នៅក្នុងហ្នឹងទៅ comment ហៅឈ្មោះគាត់ក្នុងហ្នឹងក៏បានឬក៏ send ជា link ទៅឲ្យផ្ញើ link ទៅឲ្យគាត់ទៅចា នេះនៅក្នុង Telegram វាតោះខ្ញុំ download ពី Telegram ឲ្យខ្ញុំយកទៅខ្ញុំមិនចង់ផុសវាកំពុងវាអាចចង្រៃនឹងបាច់ផុសវាคลิปให้มาจังหวะคลิปវាអាហ្នឹងតយើងចេះបងគិតថាមើលបើឯងជេរវាយកមិនដាក់ clip វាក៏បើជេរវាបានដែរអត់ទេក៏ចង់ស្ដាប់ហើយយកទៅជេរតបវិញក៏ល្អដែរបាទហើយคลิปថាមើលវាមាន YouTube ដែរឥឡូវខ្ញុំផ្ញើ link YouTube ឲ្យអូខេមិញហ្នឹងឃើញបងឡាស្រីហ្នឹងគាត់ខំប្រកាសដែរគាត់នឹងចូលរួម50បាទបន្ថែម50ហ្នឹងហើយបងឯងផ្ញើទៅឲ្យបងវិសាលក៏បានផ្ញើមកឲ្យខ្ញុំក៏បានដែរថ្ងៃសុក្រនេះពួកខ្ញុំនឹងបញ្ជូនលុយទៅឲ្យអូនស្ពនណារីដើម្បីឲ្យបានចំនួនពិតប្រាកដហ្នឹងណាបាទឡាស្រីរឿង500មិនងាយទេវាមានតែចុះនិយាយទៀតទៅចុះI don't find how to view today really impossible back in the day yes maybe 500 views easy but now okay មកខ្លះទៅលេងមានតែទៀតទេខ្ញុំអត់អីបងខ្ញុំអត់អីខ្ញុំតាមបងវិសាចុះអត់អីហើយអត់មាន comment មានអីនេះទេបាទ comment គាត់បងប្អូនទៅសេមកច្រើនដែរតាមុនប៉ុន្តែយើងកន្លែងជាប់សោយមកយឺអូបងអាក្រាវីនូទុំចូលបងគាត់ចូលមកយើងចប់រហូតហ្នឹងហើយអរគុណបងគិតថាមើលខ្ញុំអរគុណទាំង behind យើងស្ទែនជំនាញស្ទែន behind គេទៅហ្នឹងគេ keep hammer I send you a link by YouTube right go to YouTube you see it បងអក្សរាកតុំចេញពីធ្វើការអូខេអូខេបងវិសាបងមានអីទៀតទេចឹងហ្នឹងហើយអរគុណបងប្អូនអរគុណដែលតាមទៅទុំនេសកាយើងជួបគ្នានៅថ្ងៃស្អែកទៀតបងប្អូនមកជម្រាបលាបងបងលីជុនបាទ